មានរឿងអីហ្នឹងមិនបានជាយើងមើលឃើញពេទ្យមិនស្លៀកខោអាវអញ្ចឹងមិននឹកស្មានថាត្រូវរបស់បុរាណវាយភ្នែកតិចបានជាជួយឲ្យយើងមានភ្នែកចម្លែកអាចមើលធ្លុះអ្វីបានទាំងអស់បើសិនវាជាវិជាអាចមើលរបស់ធ្លុះបានអញ្ចឹងក៏ហៅវាថាភ្នែកជើងជាតិតិចចុះនេះគឺជាលើកទី1ហើយដែលមនុស្សត្រូវគេបដូរថ្នាំឲ្យហើយនៅសាច់បានទៀតលោកបដូរថ្នាំរួចហើយបន្តិចទៀតអាចចេញពីពេទ្យបានហើយណាបានសៀវវ៉ាន់អញមិនអីទេមិនឮថាឯងទៅវាយគ្នាជាមួយគេហើយនៅពេលនេះតើឯងមិនអីទេធំណាសនណាមិននឹកស្មានថាមិញយើងក៏ជាមនុស្សប៉ុណ្ណឹងអញ្ចឹងដែរសៀវវ៉ាន់ណាមីងកុយចុះសិនមកគឺពួកវាទេជាអ្នកវាយខ្ញុំមុនពួកវាជាអ្នកយកគុជនោះមកវាយខ្ញុំមីងមើលវាវាយខ្ញុំទៅឈឺស្អីអាយមកចាំមីងផ្លុំឲ្យឯងណាមីងពិតជាល្អជាមួយខ្ញុំណាមកអូយឯងនេះតែគេវាយឡើងសម្ដីផ្អែមតែម្ដងហើយបានហើយឯងនៅជាបានរបស់ឲ្យល្អទេថ្ងៃក្រោយអារបស់បុរាណនោះអញកុំតប៉ះទៀនយ៉ាងច្រើនចាំមីងចិញ្ចឹមឯងពេលនេះមានភ្នែកជើជីងមីងកុំបារម្ភអីខ្ញុំនឹងឲ្យមីងជាមួយនឹងម៉ាក់រស់នៅបានស្រួលអាឡូថាមីងថាវាកាត់ត្រូវការលុយ50,000នេះណាមីងយ៉ាងមិញមានអីហ្នឹងសៀវវ៉ាន់គ្រូប៉ែននិយាយថាជំងឺម៉ាក់អញត្រូវវះកាន់ខ្លាយវះកាត់50,000គ្រូប៉ែននិយាយថាបើមិនវះកាត់ទេជំងឺគាត់នឹងកាន់តែធ្ងន់ជាងមុនហើយនេះខ្លាយវះកាត់50,000ណាសៀវវ៉ាន់អញកុំរាប់អីណារឿងវះកាត់នោះចាំមីងជួយរំសជោគបាយទោះបីជាលួចរបស់អស់ពីខ្លួនក៏មីងរកលុយនោះមកឲ្យបានដែរហេតុនេះអញកុំរាប់អីណាបើកាលពីមុនលុយ50,000នោះវាច្រើនសម្រាប់យើងណាតែពេលនេះយើងមានភ្នែកជើជីងកុំថា150,000ទោះបីជា5កោណក៏យើងអាចរកបានដែរមីងកុំបារម្ភអីគ្រាន់តែលុយ50,000ទេខ្ញុំមានវិធីតើឯងមានមស្ជោបាយអីទៅមានរង្វាន់ទៅទីធំចេញធំមិនស្មានថានៅកន្លែងហ្គេមនេះបើជាមានកម្មវិធីអញ្ចឹងផងចៃលុយទីថាធំតូចបើសិនជាទីត្រូវក៏បានរង្វាន់ហើយគុណនឹង2ទៀនពួកយើងក៏ទៅលេងទីអាធំតូចនោះទេដឹងថាអាចរកលុយ50,000បានហើយបើជាសូនបែបចាញ់អត់ពួកខោលេងត្រូវសោះសុំជាមួយគ្រាន់តែលុយ20,000សោះក៏ហ៊ានមកលេងជាមួយផងតែប្រូជាទី3គាត់ដើម្បីតាក់ទាញភ្ញៀវមកលេងហ្គេមនេះតាក់គេដែរតើអាចឆ្កែអាចឆ្មាក៏ហ៊ានចុះមកលេងដែរលុយណាទោះបីជាមិនមានច្រើនណាតែវាក៏អាចយកឈ្នះលុយពួកឯងបានទាំងអស់អីចោឯងក្អងដែរតើយើងចាំមើលថាឯងឈ្នះលុយយើងបានទាំងអស់យ៉ាងម៉េចសូមអ្នកទាំងអស់គ្នាសាកទីមើលទៅ4 5 6 15គ្រាប់ធំភ្នែកជើជីនេះពិតជាល្អប្រើមែនខ្ញុំចាក់ធំទៅសៀវវ៉ាន់មិនចាំពួកយើងចាំសិនទៅពួកយើងមានលុយតែប៉ុណ្ណឹងទេមកចាញ់ទៅគឺចាប់អស់ហើយណាមីងជឿតែខ្ញុំទៅមិនអាចចាញ់នោះទេប្រមាថដៃជាប់គ្នានេះយើងភ្នាល់ធំរហូតម្ដៃនេះវាមិនអាចធំទៀតទេយើងភ្នាល់តូចចាក់តូចចាក់តូចចាក់តូចតែភ្នាល់មិនអាចដកដៃបានទេតូចគ្រាប់តូចសូមចេញអ្នកគ្រប់គ្នាចាក់ទៅមានភ្នែកជើជីនយើងមិនយ៉ាងអាចចាញ់នោះម្ដាយនេះយើងលេងតទៀតយើងចាក់តូចហើយចាយើងលេងល្បែងមករាប់ឆ្នាំហើយយើងមិនដែរចាញ់ណាគេទេម្ដាយនេះយើងចាក់ធំ1 5 6 12គ្រាប់ធំខ្ញុំក៏ចាក់ខាងអាធំដែរខ្ញុំមួយដែរធំខ្ញុំចាក់ខាងធំចេញធំចាក់ធំ1 4 5 12គ្រាប់ទៅហើយលបកាច់សយអ៊ីសូនឡើងវិញហើយទៅដល់ផ្ទះប្រពន្ធវាយបែកក្បាលខានេះនេះឈ្នះទៀតហើយអីនេះសៀវហ្វានគេពិតជាមានដងខាងនេះមែនសៀវហ្វាននេះតើអញធ្វើបានយ៉ាងម៉េចទេនេះមិនមែនមីងនៅក្បែរខ្ញុំទេខ្ញុំឡើងសំណាងទៅហើយឯងនេះមកឲ្យរអិលស្ក្រាប់យ៉ាសាកាជាមួយនឹងប្រេងយ៉ាសាកាលោកអ្នកគ្រាន់តែចំណាយពេលត្រឹមតែ3ទៅ5នាទីនឹងជួយជំរុះកោសិកាចាស់បំបត្តិក្លិនខ្លួនជួយឲ្យស្បែកសភ្លឺទន់មុតរលុងភ្លាមបន្ទាប់ពីប្រើប្រាស់លើកដំបូងរូបមន្តពិសេសដែលផ្សំឡើងពីអំបិលរ៉ែសមុទ្រមានគ្រាប់ល្អិតតូចៗនៅក្នុងសាច់ស្ក្រាំវាជួយជំរុញទៅក្នុងការលាបឡេឲ្យកាន់តែសស្អាតនិងមានប្រសិទ្ធភាពហើយបើបានប្រើជាមួយនឹងឡេយ៉ាសាកាទៀតធានាថាពិតជាទទួលបានស្បែកសថ្លានិងភ្លឺមុតរលុងបងប្អូនអាចមើលតាមរយៈ TikTok និង Page Facebook គឺមាន feedback អតិថិជនរាប់ម៉ឺននាក់ដែលអ្នកប្រើប្រាស់ហើយទទួលបានផលពិតៗប្រាជាឈុនស្បែកសកាន់តែលឿនជាមួយនឹងឈុតឡេយ៉ាសាកាបងប្អូនអាចរកជាបានតាមរយៈ Page CEO យ៉ាសាកាឬតំណាងចែកចាយនៅតាមទីផ្សារទូទាំងប្រទេសឯងនេះវាមានល្បិចទេនេះពួកឯងរកដៃគ្នាមកបោកជើងបែបទេជើងមិនតែឃើញពួកវាពីមុនមកទេនិយាយមកនេះវាខាងពួកនាងជួមកហ៎កាចាំងក៏ខឹងអីល្បែងអស់នេះបង្កើតមកដើម្បីស្បែកទីហើយក៏មានគេបោកច្រើនហើយលោកបាច់ជឿមិនជឿលើខ្ញុំនេះតើលោកមិនជឿលើអ្នកប្រុសជាតិទី3ទេ
លោកខាងនេះប្រាក់ទាំងអស់នេះគឺជារបស់លោកហើយ អរគុណហើយណាយ៉ាងម៉េចពេលនេះនៅកថាយើងនិយាយអួតទៀតទេបានជើងព្រមទទួលណាឲ្យឯងសម្ដៅនោះយើងជប់លេងល្បែងជាមួយឯងហើយ សៀវវ៉ាន់អញពិតជាប្រកែកណាស់អញជាស្ដេចល្បែងមែនសំណាងហើយដែលបានវាកាត់តន់ពេលវេលានោះមិនចឹងទេបងស្រីនឹងមានគ្រោះថ្នាក់ហើយបងស្រីបងតែតាប់ជាបាច់ជំនឿឲ្យល្អទេលុយណាស់ខ្ញុំជាមួយសៀវវ៉ាន់បានរកគ្រប់ហើយដល់ពេលនោះបងវាកាត់ហើយបងនឹងជាហើយណាស់ខ្ញុំនឹងសៀវវ៉ាន់នឹងយកបងទៅផ្ទះវិញ រឿងលុយពិបាកដល់វីរៈបុរសបើមិនយើងមានភ្នែកជឿជាងទេខ្លាចថាយើងលេងបានជុំម៉ាក់ទៀតហើយមិនបានទេយើងត្រូវតែរកលុយទៀតយើងរកលុយឲ្យបានច្រើនឲ្យនឹងមីងជាមួយនឹងម៉ាក់មានជីវិតដែលល្អមីងឲ្យម៉ាក់ខ្ញុំសម្រាប់ឲ្យល្អទេតោះខ្ញុំនាំនឹងមីងទៅរកលុយ យ៉ាងម៉េចអញចង់ទៅលេងហ្គេមនៅកន្លែងនោះទៀតហើយអីមិនបានទេនោះគឺជាកន្លែងល្បែងបើសិនជាអញងក់នឹងវានោះជីវិតអញដល់តែចប់ហើយ មីងណាថារកលុយគឺមានតែទៅលេងល្បែងនោះពួកយើងទៅមើលលើសំណាងដែរយើងមានភ្នែកជឿជាងអ្នកផ្សេងគេពឹងលើសំណាងតែជាមួយយើងមិនមែនទេ អញ្ចឹងបានចាំមីងទៅជាមួយឯងបើសិនជាមីងដឹងថាឯងទៅធ្វើរឿងមិនល្អនោះចាំមួយថាមីងនឹងបដៅឯងយ៉ាងម៉េច តោះណាមីង អេសៀវវ៉ាន់អញនិយាយថារកលុយនោះមកលេងឆ្នោតអីឯងលេងឆ្នោតមិនមែនត្រូវគេបោកទេអី មីងណាគេថាឆ្នោតគឺបោកនោះថ្ងៃនេះខ្ញុំនឹងឲ្យណាមីងដឹងថាស្អីទៅជាមនុស្សដែលមានសំណាងនោះតើតើកែយកឆ្នោតកោលោកនៅកន្លែងនេះមានប្រមាណយកមកទាំងអស់មើល សៀវវ៉ាន់អញឈ្គត់ហើយអី លោកប្រកាសចិត្តហើយហ៎តែលោកចង់បានទាំងអស់នោះបាទនៅទីនេះមានប្រមាណយកមកទាំងអស់មើលបាទតើណែលោករើមើលទៅអូខ្ញុំនិយាយហើយណាតែកោហើយគឺមិនអាចដកវិញបានទេដឹងទេតើកែលោកកុំបារម្ភអីខ្ញុំខ្លាចទៅដល់ពេលនោះលោកមិនព្រមទទួលស្គាល់ទេ មីងកោតទេ មិនមែនទេសៀវវ៉ាន់នេះអាចឈ្នះមែននេះ ណាមីងនេះមីងមិនជឿខ្ញុំទេហ៎ មីងប្រកាសជាជឿឯងហើយប៉ុន្តែបើសិនជាពួកយើងលេងចឹងនោះវាប្រហែលពេកទេដឹង មីងខ្ញុំបាននិយាយហើយថាគឺផ្សំសំណាងវាមានប្រហែលមិនប្រហែលស្អីទេមីងកោមើលទេ មីងក៏ហើយណាទៅហើយសៀវវ៉ាន់គឺពិតជាត្រូវបានសៀវវ៉ាន់20000 តាមម៉េច20000ណា ហើយយោមិនបានចាយប្រកាសយ៉ាងនេះអញ្ចឹង ពិតមែនទេពិតជាត្រូវមែនទេមើលខ្ញុំមើលបន្តិចមើលត្រូវយ៉ាងនេះហ៎មីងកោតតទៀតទេនឹងមានចាសិលឹកទៀតមីងកោតតទៀតទៅថាមិនត្រូវមានភាពភ្ញាក់ផ្អើលទៀតក៏ថាបាន ចាបានហើយយោឆ្នះទៀតហើយតាមប៉ុនឯណោះណាសៀវវ៉ាន់មិនបានចាយប្រកាសយ៉ាងនេះអញ្ចឹងអញគឺជាទេវតាទ្របឲ្យពណ៌ច្បាស់ណាស់ឆ្នោតឯងនេះពីបោកចូលគ្នាស្មើនឹងលុយគេរកបានមួយឆ្នាំឯណោះណា អូព្រះអើយលេយ៉ាសេកាជាលេខសុទ្ធដែលរកឃើញចុងក្រោយគេបង្អស់ក៏ជាលេខសុទ្ធដំបូងគេបង្អស់ដែលមានកម្រិតសខ្ពស់ជាងលេខសុទ្ធទូទៅគុណនឹង20អាចជួយចិញ្ចឹមនិងបំពន់ព្យាបាលស្បែកស្ងួតសង្វារអាចរុយសរសៃក្រហមបានយ៉ាងល្អបំផុតសម្រាប់បងដែលចង់បានស្បែកសលឿនទន់មាត់រលោងដោយសុវត្ថិភាពសូមកុំភ្លេចប្រើប្រាស់ជាមួយនឹងលេខសុទ្ធយ៉ាសាកាបងអាចឆែកមើល feedback ពីអតិថិជនប្រើប្រាស់ផ្ទាល់តាមរយៈ account TikTok មួយនេះគឺមានអ្នកប្រើប្រាស់ជាងរាប់ម៉ឺននាក់ដែលប្រើហើយទទួលបានផលពិតៗទោះបីជាស្បែកប្រើប្រាស់លេខច្រើនហើយមិនទទួលបានផលយ៉ាងណាក៏ដោយបងប្អូនអាចរកជាបានតាមរយៈតំណែងចែកចាយនៅតាមទីផ្សារទូទាំងប្រទេសឬក៏អាចទំនាក់ទំនងមកកាន់ page ដោយផ្ទាល់បានចង់បានលេខសុទ្ធសលឿននិងមានសុវត្ថិភាពខ្ពស់សូមកុំភ្លេចលេខយ៉ាសាកា
ព្រះអើយបើជិះត្រូវមែនឲ្យត្រូវគ្រប់ស្លឹកទៀតព្រះអើយឯងធ្វើបានយ៉ាងម៉េចដឹងឈ្នះលុយឡើងទៅដល់ 150000 ទៅហើយនេះពិតជាអស្ចារ្យណាស់មិនគួរជឿទេ ស៊ីវ៉ាន់មានលុយនេះហើយលុយថ្លៃពេលរបស់បងស្រីគឺគ្រប់ហើយមិនចាក់ប្រកាសយ៉ាងនេះអញ្ចឹង តុនតែមីងខ្ញុំនិយាយឲ្យថាមួយរយៈនេះខ្ញុំសំណាងល្អថាកែអញ្ចឹងលោកក៏យកឆ្នោតទាំងអស់របស់លោកទៅដូរឲ្យខ្ញុំមើលអូបាទបានពេលនេះខ្ញុំនឹងវាយលុយឲ្យលោកភ្លាម ទឹកប្រាក់បានចុះកងរបស់លោកអ្នកចំនួន 150,000 អូបកធំលោកឆាំនិយាយតិចមកនេះលោកប្រើវិធីស្អីទៅឲ្យតែលោកប្រងប្រាប់ខ្ញុំនោះខ្ញុំនឹងអរគុណលោកធំតែម្ដងយ៉ាងម៉េចដែរនោះមិនមែនមកពីខ្ញុំមានស្រីស្អាតសំណាងនៅក្បែរទេអញ្ចឹងហើយបានជាសំណាងយ៉ាងនេះនោះ ឯនេះណាមករអត់ដូចជាខ្លាញ់អញ្ចឹងថាកែអរគុណលោកហើយណាពួកយើងមានការទៀនទៅសិនហើយ សោះមកដល់ចាំលើកក្រោយខ្ញុំមក ឆាប់ទេ អីចាគេត្រូវមាច់ 100% តែម្ដងអត់នេះពិតជាផ្កាយពេកហើយមីងមើលទៅដើម្បីមើលថែម៉ាក់ខ្ញុំមីងរវល់រហូតមីងខានកិច្ចប្រហែលថ្ងៃហើយលំបាកដល់មីងហើយខ្ញុំយានហ្វាន់សុំស្មន់ខ្ញុំនឹងរកលុយឲ្យបានច្រើនឲ្យអ្នកទាំងពីររស់នៅបានសុខមិនឲ្យពិបាកអញ្ចឹងទៀតទេខ្ញុំចាំបានថាផ្ទះសិស្សច្បងលាវរកយីនផ្ទះគាត់គឺរកស៊ីខាងគុញយើងអាចរកគាត់ឲ្យជួយចូលខាងរកស៊ីគុញនោះបាន បាយហារ៉ាន់អញហើយចាំមកមានការអី រកយីនប្រហែលថ្ងៃទៀតវាគឺជាថ្ងៃខួបកំណើតរបស់លោកម្ចាស់លាវហើយខ្ញុំដឹងថានាងរកគុជខុនលុនល្អមួយមករហូតយកធ្វើជាកាដូឲ្យលោកម្ចាស់លាវក៏ល្អមួយរយៈនេះយើងបានទិញគុជខុនលុនល្អមួយយើងមើលទៅ គាត់នេះគ្រាន់បានតែយើងឆ្លាតទេ រកយីននាងដឹងពីកំណត់ខ្ញុំហើយឲ្យតែនាងព្រមធ្វើជាសង្សាររបស់ខ្ញុំគុជនេះនឹងបានតែរៀងហើយមួយទៀតនៅក្នុងកម្មវិធីខួបកំណើតលោកម្ចាស់លាវយើងនឹងមានកាដូធំមួយទៀតយកជូន ហើយដេកយកសំទេយើងមិនអាចធ្វើជាសង្សាររបស់អញទេគាត់មួយនេះយើងមិនយកទេបាយហារ៉ាន់តើអញចង់ធ្វើអ្វីទៀត លាវរកយីននាងមិនដឹងខ្ពស់ទៀតយើងតាមស្រឡាញ់នាងយូរហើយយើងលំបាកណាស់តម្រូវបានគុជមួយនេះមកលួងលោមឲ្យនាងសប្បាយចិត្តតែនាងបែរជាហ៊ានធ្វើចិត្តដាក់យើងទៅវិញថ្ងៃនេះបើនាងមិនឲ្យការបកស្រាយមួយមកយើងទេនាងក៏គិតថាចេញពីទីនេះបានហើយសោះឯងជាស្អីមកគម្រាមសាច់ច្បងយើងផង លេនហ្វាន សាច់ច្បងកុំខ្លាចអីមានខ្ញុំនៅហើយលាវរកយីនវាជាណានាងទៅអោបដៃវាធ្វើស្អី ការកាជាស័ព្ទអត់របស់យើងលេនហ្វាន លីនហ្វាន់ឯងជាអ្នកលេងរបស់បុរាណនៅតាមផ្លូវនោះឯងជាអាអន់ដែលលក់របស់តាមផ្លូវនោះមែនទេឯងក៏ហ៊ានមកដណ្ដើមស្រីជាមួយយើងផងយើងថាឯងឆាប់ចេញភ្លាមទៅមិនចាំទេយកសម្រាប់ឯងចោលថ្ងៃនេះ បាយហារ៉ាន់អញនិយាយស្រួលបន្តិចទេអ្នកណាកាជាស្រីអញនោះបើអញហ៊ានប៉ះពាល់ស័ព្ទអូនយើងបន្តិចនោះយើងក៏មិនដោះលែងអញដែរ លាវរកជៀននាងពិតជាដើម្បីអាចចង្រៃនេះមកប្រហែលជាមួយយើងនាងចាប់ទុកទៅនៅក្នុងក្រុងឡុងជាងនេះមានតែយើងទេដែលស័ក្តិសមជាមួយនាងមានតែគ្រួសារបាយយើងទេទើបអាចយកគុជខូនលួននេះមកធ្វើជាកាដូបានហើយចោលអារហាមនេះវិញវាអាចមានដែរទេ អេលេនហ្វាន ម៉ែអើយផ្នែកជឿជៀនយើងបាច់ចឡើងកម្រិតហើយមែនទេផ្នែកជឿជៀនបាច់ជាអាចស្រូបយកកម្លាំងធាតុពីក្នុងគុជបានក៏បានន័យថាឲ្យតែមានគុជកាន់តែច្រើនផ្នែកជឿជៀនយើងក៏អាចឡើងកម្រិតរហូតបានហើយយកគុជចង្រៃមួយមកក៏មកថាជាគុជខុនលុននេះអ្នកប្របីលោកមិនមែនយកគុជខ្លាំងៗនេះទៅធ្វើជាកាដូឲ្យលោកម្ចាស់លាវទេមែនទេហើយនិយាយស្អីគុជខុនលុននេះយើងចំណាយលុយអស់30លានតិចមកគ្រួសារបាយយើងទិញគុជរកមិនអស់យើងអាចមិនដឹងថាពិតឬក៏ខ្លាំងៗដែរហ៎អាចចង្រៃឯងសំអាងស្អីមកថាគុជយើងខ្លាំងៗនោះទំនុកចិត្តទេបានយើងនឹងឲ្យឯងដឹងថាយើងបានទំនុកចិត្តមកពីណាចង្រៃយកយើងមកបំផ្លាញគុជខុនលុនយើងផងឯងចាក់កៅវាទៅ យើងចាំមើលថាអ្នកណាហ៊ានបាក់គេនោះ សាច់ច្បងមិនអីទេណែឯងបើកភ្នែកឆ្កែឯងមើលច្បាស់ទៅនេះជាគុជខុនលុនដែលឯងចាយលុយ30លានមកទិញនោះមែនទេ គ្រាន់តែប៉ាបន្តិចក៏បាននេះមិនជាគាត់ខុនលំទី មិននឹងអាចទៅនេះគុជខុនលុនដែលយើងខំរកមកនេះវាមិនអាចខ្លាយៗទេបាយហើយរឹងឯងពិតជាថោកមែនឯងយកថ្មស្អីមកបន្លំជាគុជខុនលុនក៏ទៅហើយចុះឯងនៅចង់យកអារបនខ្លាយៗនេះជាកាដូឲ្យលោកម្ចាស់លាវទៀតនេះឯងក៏ស្អីនឹងមិនអាចទេយើងគ្មានទេ បាយហារ៉ាន់មកលើគ្រួសារយើងជាមួយនឹងគ្នាយើងមិនប្រកាន់ជាមួយអញទេបើសិនជាមានលើក្រោយទៀតនោះយើងនឹងកាត់កាល់អញចោលហើយ
សាប់អូនតើពួកយើងទេ មិនមែនទេអេ សាប់អូនលេខនេះកុំតបានឯងទេមិនចាំបងត្របែហរ៉ាននោះបោះប្រាំមិនខានមិនចាំពួកយើងទៅវិញទេចាំបងសុំកូនឯងនេះសេចបងផ្ទះបងធំណាស់ សេចបងខ្ញុំជួយបងជារឿងតូចតាចទេបងមិនចាំបាច់ធ្វើអញ្ចឹងទេអូ មកនិយាយបដិសេធថាអត់ទេប៉ុន្តែផ្នែកកាន់តែបាត់ធំចង់ឲ្យបងយកខ្លួនទៅសាំផងឯងឯងដេកចាំទេណាថ្ងៃនេះយើងទៅជួបអមនុស្សដោយនោះមកបងទៅកាត់សិនឯងនៅចាំទីនេះហើយណា សេចបងយ៉ាងម៉េចហ្នឹងសេចបងមិនអីទេ អាយ៉ាដូចឈឺណាស់អញឆាប់ក្រៀបបងឡើងសិនទេអញឆាប់ចេញភ្លាមទេ ចេញហើយ ចេញទេយកមកទៅទៀតនិយាយទេមកនេះតើឯងបានឃើញអ្វីខ្លាំង គ្មានទេខ្ញុំអីក៏បានឃើញដែរ បែបនេះល្អហើយឯងជួយយើងរឿងធំយ៉ាងនេះតើឯងចង់ឲ្យយើងជួយរឿងអីវិញទេ គឺសេចបងក្រែងផ្ទះបងរស់ស៊ីខាងគុជមិនចឹងហ៎មិនលាក់បាំងទេខ្ញុំចង់រលុយបងអាចនាំខ្ញុំទៅមើលពិភពលោកបន្តិចបានទេ ក៏មិនតែប៉ុណ្ណឹងទេឯង អូ អាក្មេងនេះក៏ល្អដែរប្រហែលថ្ងៃទៅថ្ងៃកំណត់លោកតាយើងដល់ពេលនោះមានការដេញថ្លៃទៀតអញមកគឺបានហើយថាមិនត្រូវនឹងឯងបានរបស់ល្អអីមែន គ្រូសាលីវពិតជាមិនធម្មតាទេបើជាមកបើការទិញថ្លៃនៅផ្ទះផងអរគុណសេចបងការដេញថ្លៃនោះខ្ញុំនឹងទៅប្រកាសណាអាឡូថាមិញខ្ញុំពេលនេះឯងណាទេបានខ្ញុំនឹងទៅភ្លាម នេះតើមានរឿងអីឯងត្រូវការឲ្យបងជួយឯងដែរទេ មិនអីទេសេចបងគឺកន្លែងតូបខ្ញុំនោះមានរឿងទិញទួនខ្ញុំទៅសិនហើយណាបាយសេចបង ហេពួកអញយ៉ាងម៉េចហ្នឹងពួកអញគ្មាននិយាយហេតុផលអីទេ រត់ណាននេះមានរឿងអី បងហ្វានណាជាបំផុតបងមកហើយចាស់ខៃហងពួកគេបានយករបស់ហងស៊ុយមកល្អមកជួលឲ្យពួកយើងខ្ញុំមិនចង់យកពួកគេមិនព្រមហើយនៅចង់គម្រាមខ្ញុំទៀត អាចង្រៃឯងនេះឯងហ៊ាននិយាយថាគុជរបស់ជើងនោះមិនល្អហងតែណាឲ្យឯងហ៊ាននិយាយយ៉ាងនេះនោះ ហើយនិយាយមិនពេញគេនិយាយថារបស់នោះគឺជាហងស៊ុយមិនល្អហើយមិនព្រមឲ្យថ្លៃជួលពួកយើងទេតែមកខំឲ្យពួកយើងជួលទៀតហើយគឺមកប្រាប់ពួកយើង ជើងបោកថ្ងៃនេះយើងបោកពីឲ្យមកជួក៏ទៅតែជួដែរចាំឲ្យលុយភ្លាមមកជើងប៉ាពីអើយជើងប៉ាពីឯងស្មានមកដល់ទេមែនទេថានៅក្រៅហាងនេះវាមានរបស់មានតម្លៃកប់នៅទីនេះទៀតតែរបស់មានតម្លៃទាំងអស់នោះវាជារបស់យើងទឹក ស្ដាប់ឮហើយហ្នឹងបើយើងឲ្យពួកឯងយកលុយចាញ់មកស្ដាប់មិនយកពីសម្ដីមនុស្សទេ ចុះបើយើងនិយាយថាមិនជួលនោះ ឯង ហាងនេះពួកយើងជួលហើយហាងមកកន្លែងនេះពួកយើងជួលហើយ បងហ្វានមិនអាចជួលកន្លែងនេះបានទេកន្លែងនេះមានបញ្ហារបស់ពួកយើងជួលនោះណាខាត់មិនខាន គឺចំណេញឬខាត់នឹងមិនតាន់ដឹងទេកុំបារម្ភអីជឿបងទៅវាមិនខុសនោះទេឲ្យពួកយើងជួលក៏មិនមែនមិនបានតែថ្លៃជួលត្រូវចុះពាក់កណ្ដាលផ្ទះសុយដូចជាទីនេះយើងថាយ៉ាងច្រើនក៏ជួលបានតាម1000នឹងឯង ឯងស្គូតហើយលុយ1000ក៏ចង់យកមកជួលកន្លែងពួកយើងផងឯងមិនស្រួលគេផងថាកន្លែងលោកវត្ថុបុរាណនេះថាហាងមួយណាក៏មានតម្លៃ20000ដែរវាមិនអាចទេ តែ1000ទេមិនជួលក៏ហិចទេ ឯង 1000ក៏1000មកឲ្យលុយមក បាទកន្លែងពួកយើងនេះគ្រាន់តែជួសជុលក៏អស់ថ្លៃបន្តិចទេ1000ជួលឲ្យគេនេះវាមិនថោកពេកទេដឹង បងប្រុសហាងនេះគ្មានលុយចូលយូរហើយមួយឆ្នាំ12000អាចរកបាន10000ក៏10000ទៅ ក៏បានដែរឆាប់ឲ្យលុយភ្លាមមក
ថប់សិនបងហ្វានលុយនេះចាំខ្ញុំចេញចេញបងជួយដោះស្រាយបញ្ហាឲ្យខ្ញុំមិនអាចឲ្យបងចេញលុយបាននោះទុកឲ្យខ្ញុំចេញឲ្យនេះទឹកប្រាក់បានចូលកងរបស់លោកអ្នកចំនួន 12,000 យន់ បានហើយបានលុយហើយក៏ចេញទេនេះជាផ្ទះរបស់ពួកយើងហើយចាត់ទុកថាឯងឆ្លាតចុះហឺឥឡូវឯងចាត់ទុកថាលុយ 12,000 នេះយកមេរៀនមួយចាស់មេរៀនយើងលៀនហ្វុងតាំងពីដើមមកមិនដែលទៅរកស៊ីខាតទេ បងហ្វាននៅពេលនេះនៅសារតែពួកយើងពីរនាក់ទេបងចាំនិយាយទេតើបងដឹងរឿងអីមែនទេ ពេលនេះប្រាប់នាងទៅវាលឿនពេកហើយចាំយកតាមប្រាប់នាង បងហ្វានបងពិតជាខូចណាស់ដល់ពេលនេះហើយនៅលាក់បាំងជាមួយខ្ញុំទៀត នាងទៅរកជីកពីមកយប់ឡើងចាំបងនាំអូនទៅរកលុយណា ចប់ជីកមែនទេរកលុយនេះពួកយើងជីកភ្នែក ឯងនិយាយផ្ដេសផ្ដាស់ស្អីពួកយើងគឺតែជីករបស់មានតម្លៃនៅក្នុងដីខ្លួនឯងណា បងហ្វានបងថាទេទីនេះពិតជាមានរបស់មានតម្លៃពិតមែនទេបើសិនជាមានមែនមិនបានជាចាស់ប៉ាហ្វីពួកគេមិនដឹងអញ្ចឹង នោះមកពីពួកវាគ្មានសំណាងទេ នេះពិតមែនទេ យ៉ាងណាក៏មិនមាននរណាក៏មានភ្នែកទឹកដូចជាយើងអាចមើលធ្លុះចឹងដែរ បងហ្វានខ្ញុំដូចជាជីកប៉ារបស់ហើយបងហ្វាននេះពួកយើងពិតជាជីកប៉ារបស់មានតម្លៃពិតមែនទេបងហ្វានថតនេះខ្មៅខ្មៅអញ្ចឹងនេះមិនមែនជារបស់អពមង្គលទេដឹងទេ និយាយស្អីហ្នឹងរបស់យើងមើលមិនឃើញវាមិននឹងអាចជារបស់មិនល្អនោះមកពួកយើងទៅបើកវាជាមួយគ្នាទេ បងហ្វាននេះកាប់ពេញត្រឡប់តែម្ដងហើយចាំមួយនេះបងហ្វាននេះកាប់ពេញមួយត្រឡប់តែម្ដងអត់ទេពីត្រឡប់ពេញបងហ្វានពួកយើងបានខ្លាចជាអ្នកមានហើយក ុំអត់លឿនពេកនេះយប់ហើយណានេះនាងចង់ស្រែកឲ្យគេភ្ញាក់មកឲ្យគេដឹងថាពួកយើងជីករបស់មានតម្លៃនៅទីនេះចឹង សុំតបផងបងហ្វានគឺមកពីខ្ញុំសប្បាយចិត្តទេ នេះជាកាក់សម័យតាក់ឈីងមកដល់ពេលនេះវាមានអាយុ100ឆ្នាំហើយ កាក់នៅសម័យតាជីនេះមួយកាក់យ៉ាងហោចណាស់ក៏មានតម្លៃ 10,000 ដែរពីកន្លងនេះយ៉ាងណាក៏មាន200កាក់ដែរអញ្ចឹងគិតទៅវាបាន2លានជាងឯនោះគឺពិតជាច្រើនណាស់បងហ្វានបងពិតជាបកកែណាស់បងយកលុយជួលផ្ទះ 10,000 ជាងចំណេញដល់ទៅ2លានជាង ហេធ្វើស្អីហេនរណាធ្វើស្អីនៅទីនោះកុំអត់គ្មានមនុស្សទេទៅបានហើយពួកគេទៅហើយចាប់យករបស់ទាំងអស់នោះទៅលាក់ទុកទេព្រឹកស្អែកក៏ចាត់ការវាទេ ចាប់បានអញ្ចឹងស្អែកនេះខ្ញុំតាក់តងទៅអ្នកទិញយកកាក់ទាំងនេះទៅលក់ទាំងអស់ចាំមើលទិញបងហ្វានបងមកហើយខ្ញុំប្រាប់បងនេះបងអត់ទេថាកាក់ពីកន្លងនោះមានតម្លៃកាក់ប្រហែលដែរទេ ប្រហែលទេ 216កាក់មួយកាក់មានតម្លៃ 10,000 អញ្ចឹង216កាក់នោះគឺតម្លៃ2លាន 16ហើយវាលើពីលុយ2លានដែលពួកយើងបានគិតនោះគឺ 16,000 ឯណោះណា ពេលនេះសប្បាយចិត្តហើយ អាយ៉ាចៅប៉ាហ្វីនោះបើសិនជាវាដឹងថានៅក្នុងហាងវាមានតម្លៃយ៉ាងនេះប្រកាសជាពួកវាទៅជាពួកបៃតងហើយដើម្បីលុយថ្លៃឈ្នួលជាង 10,000 ជាងវាមកខាត់លុយជាង2លានជាងឯនោះ នេះគឺជាមេរៀនដែលពួកវាសមនឹងទទួលបានទេនេះគេហៅថាគេចំណេញរបស់តិចតួចមកខាត់របស់ធំ មិនខុសទេបងហ្វាននៅក្នុងកាត់នេះជាលុយកាក់2លាននោះឲ្យបងនេះ ឲ្យបងទាំងអស់ហ៎ ខ្ញុំប្រកាសហើយបើមិនបានបងទេខ្ញុំមិនអាចសងសឹកពួកវាបានទេកុំតែបានបងទេអញ្ចឹងហើយលុយទាំងនេះខ្ញុំព្រមឲ្យបងទៅទាំងអស់នេះ បានហើយលុយនេះពួកយើងចែកគ្នាម្នាក់ពាក់កណ្ដាលទេ អរគុណបងហ្វានពួកយើងមានលុយហើយអញ្ចឹងយប់នេះខ្ញុំប៉ាបងញ៉ាំបាយចឹងក៏ល្អខ្ញុំក៏យកអត្តសញ្ញាណបានមកដែរបើសិនជាពួកយើងញ៉ាំបាយដល់យប់ពេកនោះអញ្ចឹងពួកយើង អីយ៉ាឯងទៅតែប្រហែលនឹងមួយថ្ងៃក្នុងខួបគាត់តែពីរឿងអស់នេះយកលុយទៅទុកឲ្យល្អទេយប់ឡើងបងនាំឯងទៅកម្មវិធីខួបកំណើតលោកម្ចាស់លៀង ខ្ញុំគ្រាន់តែចង់គេងជាមួយបងស្អីមិនបានខកអីផងនេះ ខួបកំណើតលោកម្ចាស់លៀងនេះយ៉ាងណាក៏មានឈ្មោះជាកម្មវិធីខួបកំណើតដែរទៅដែរទៅទេមិនល្អទេយើងរកកដោអីទៅទើបស័ក្តិសមនឹងកម្មវិធីនិយាយកញ្ចាអីគ្រាន់តែជារបស់ឥតបាត់កម្មមួយសោះយើងឲ្យ500ទុកថាថ្លៃទៅនេះគិតចាប់យ៉ាងម៉េចទៀតនិយាយកញ្ចាគ្រាន់តែជារបស់អត់បានកម្មមួយសោះយើងឲ្យ500ទុកថាថ្លៃណាស់ហើយនេះចាប់បាត់ទៀតនិយាយកញ្ចាយើងចាប់មកនេះហើយតែនាងឯងវាក្រគ្មានអីពាក់ព័ន្ធជាមួយយើងទេកុំមកធ្វើជាគួរឲ្យអាណិតអីសោះចានេះ500យន់លោកក៏មកលោកក៏ចេញទៅឪកូនគ្រូសាជីវនៅក្នុងក្រុងឡុងជាំងនេះវាពិតជាអាក្រក់ណាស់ លោកថាកែចៅចានេះជារបស់បន្សល់ពីដូនតាគ្រូសាខ្ញុំមកខ្ញុំសូមអង្វរលោកមើលវាឲ្យបានល្អទៅបានទេចៅខ្ញុំគេត្រូវការលុយចូលរៀនកូនខ្ញុំគេឈឺចូលពេទ្យបើមិនមែនខ្វះលុយទេខ្ញុំក៏មិនយកវាមកលោកដែរហ្នឹង
chết chạy ai nơi chứ mà nuôi đại thế ông say còn chặt hơi ai có một phơi bao con tiết ai chẳng đây ai tới ai biết chết tầng đường dương phong này ai chưa thái chưa sập lắm ai đại thế của rốt chắc công chúa không với chỉ được lỏng ai từ phơi bao chặt không nị ai mà khai côn ai không này thế ai hiên mà đặt như dương phong này hả ai hiên một vai dương phong này ai chưa thái chưa sập lắm ai chào đại thế ai mà phơi bao mà nuôi chắc hơi ai nên tật làng phong ai chặt trên phim đấy ơi phần này viện đi của cái lại nào với ơiแต่โกลินไอ้จะมือตื้อว่าไอ้กำลังกับและโชว์ได้ยากก็ đó đang đi ra đây tao chẳng muốn lừa khạc mà đặt tư มันนึกสมัยแต่ในเจอจีนวีไอ้แต่บัดไล่แก่คล้ายบานอิน là con anh hay nắn เนี่ยมิงมนิสถานเพียบกรุสานมิงจงบานลือให้บัดนี้เจ้าจงมีลอยปรำปนมิงโยวีแต่ปราสันเตอร์นั่นมิง ai cha mình bàn tinเนี่ยกำลังมันbànตีฉันโยนเลยไอ้ตะตีมันbànตีนั้น เนี่ยมิงฟิร์สไอ้นึง เนี่ยกำลังขยำขมิ้นไอ้สองคนไอ้ตีจานนี่ปีนี่ต่อตื้อviệcคือเชื่อบ่าไอ้เฮยไอ้ชื่อมนุษย์ละอดังบ้านพันละอไอ้ยอมตื้อ เนี่ยมิงในเรือลุกนี้มนุษย์ปีบะเวทนี้ปัจจุบันจรานเมนเรื่องมนุษย์เมียแต่ตัวมือเรือวิสนาตีจันนี้เวียดดูเชื่อระบบโบราณเมนนายเจิงอารมณ์นี้ประหายเนี่ยนี่ในเจอจีนยึงวิคลังจึงมุนเตียดให้มันตีฮะนี่ไม่รู้สินึงหรือมวยกับในเจอจีนระบายมันตั้งแต่ไอ้เมื่อทูตีนึกไอ้ดังที่ประวัติระบอบแต่อันนี้บันตีแต่แบบนี้ก็หลอดเลยยึงกับปงแต่ฟ้าเรื่องแต่เรากระโดดมาปีนาพังยกระบอบนี้มาฟื้นชื่อกระดูviệc cứ lo sặc xong tại mặt đông cả đánh play cua xa liếu dương là từ hơi cả đánh play ní vị trí chụp hơi nóng bóng để chụp từ rốt chỉ vất chúc chết bao giờ hơi bằng phán cái bằng thang đây chỉ cần thị định play nụ ấy mất ban chi mơ mát ở chị cái line tình đồ là mặt thò cột chính cua xa liếu cứ chỉ là rốt xí khang quấn cả đánh play ní và các chỉ quật đài hay tam bất kinh chẳng sáng bằng phán bằng chạm mệt ấy lòng mà cha chiến tị bay cả mọt này nó cái chị con say lòng mà cha chiến cái chị chiến sĩ nó hay cứ bao chỉ sạt nín là nín chín tụ mấy chỉ nín sạt nín tay riêng nín đối trực phòn tính không bảo ấy nè Ronen vị đối chỉ riêng stern tính không bảo ấy Ronen nếu một ban tranh kê anh tê tê bắt mai này bằng phán con chừng men hay đám trung nín thông trực đám trung kê ngày nè ai cha bằng phán mắc xăm sạt dành nín chẳng xem một phim chỉ mùi sậy nó không công sự tập bằng nứng ta mùi nè sạt trên kê tính cái chứ không mấy chừng lo anh ba chỉ hiên lui mới công tơ bóng nhắmใจดันมันเคยตีบางฟันมันเคยใส่ออกหนูหายแต่บางไม่กำหนดไอ้ตีบางมีไอ้อักษรช่วยได้ตี anh trong tới ấy บางฟันมาตรการไอ้ช่วยบางกบเพลปรับจำนั้นฉันเคยทำหล่อมวยฉันแต่มือสั่นให้นั้น anh ní bắt chứ mình nuôi khôi chừng không mọi nên mình đang thang một ngày nhưng cái tai bị say tí nó thấm chụp bố kế cướp xong sầm nénแต่สำหรับយើងគឺគ្រាន់តែបើកមើលកដាប់ប្រឡងទេយើងប៉ັດជាមិនត្រូវកន្លែងមែនថ្ងៃនេះបើរលុយបាន20លានយើងនឹងជុំនេះជាគុជពណ៌ក្រហមតម្លៃ160,000ពេលកាក់មើលហើយបាន60,000ចំណេញ3ដងគ្រប់ហើយសួស្ដីថ្មនេះខ្ញុំយកហើយ ចាបាន tôi chỉ biết tôiបន្តិចមែនតែតម្លៃវាខ្ពស់តម្លៃ30,000អាចលក់បាន60,000ចំណេញមិនខាតទេខ្ញុំយកមួយនេះដែរថ្មនេះមើលមកមិនអន់ទេតែខាងក្នុងវាមិនសូវមានតម្លៃទេតម្លៃ20,000តម្លៃពិតវាត្រឹមតែ10,000ទេមួយនេះដឹងតែខាតហើយអត់ទេ บางฟันชอบจุกชังพังทำไมชังเป็นจัดมวยนี้ไปกัดจังเมาขัดลอยบัตตาให้บางฟันชอบจุกชังพังทำไมชังเป็นจัดมวยนี้ชังกัดจังเมาขัดบัตตาให้ ថ្មដែលឯងកាត់ខាតនោះទាំងអស់វាខាតអស់ប្រមាណ ខ្ញុំចៃអត់13,000ប៉ុន្តែកាត់ចេញមកក៏ត្រូវគេទិញ30,000បានខ្ញុំយកមកនេះខាត់អស់90,000ជាងទៅហើយហ្នឹងខាត់បាត់ហើយ អីចាថ្មចាញ់9ឆ្នាំមួយឯងមិនលឺទេហ៎មានលុយតិចក៏ខ្លាំងហើយនេះឯងចង់ត្រូវយើងបដៅហ៎ អាយចាបងហ្វានខ្ញុំនឹងខុសហើយមកលើកលែងឲ្យខ្ញុំម្ដងទៅលើកក្រោយណាស់ខ្ញុំលែងហ៊ានទៀតហើយ ណៅចុះយ៉ាងហោចណាស់ក៏បានលុយមកវិញ30,000ដែរមិនដល់ថ្នាក់គ្មានបានអីមកវិញទេ បងថាតើមើលពួកយើងមកលើកនេះអាចខាត់ទេដឹងនេះ ខាតទេមានបងនេះមិនយ៉ាងអាចខាត់នោះបន្តិចទៀតបងនឹងនាំឯងឲ្យដឹងតែម្ដង ក្រោយមុននេះបងថាផ្នត់ថ្មនោះផ្នត់10ចាញ់9នោះអី ឯងបងគឺបងវាមិនអាចដូចគ្នាទេឯងចង់ចំណេញមកវិញទេ ចាំ បើចង់ចំណេញវិញឯងកុំមើលឲ្យល្អទេរៀនឲ្យល្អទេ
ហើយចានេះគឺជាកុចពណ៌លឿងតែតម្លៃ20,000ចំណេញបាន5,000យើងបានឃើញរបស់ល្អមួយហើយរ៉ូណែនឯងចង់ចំណេញមិនអញ្ចឹងហ៎អញ្ចឹងឯងទិញអាមួយនេះទៅ ថ្មតអញ្ចឹងសិនតម្លៃដល់ទៅ20,000នេះបងវ៉ាន់ខ្ញុំជឿបងមិនថាបងនិយាយថាថ្មនេះចំណេញឬក៏ខាតទេខ្ញុំនឹងទិញវាណាបងចាំដំណឹងល្អពីខ្ញុំទៅនេះ ទៅបើសិនជាកាក់ទៅខានឯងកុំយំណា ថៃមិនអាចខាតទេអុយដូនតាជួយខ្ញុំផងត្រូវតែចំណេញព្រះអង្គចាំលីជួយផងណាថ្មមួយនេះខ្ញុំយកឲ្យណា ការដេញថ្លៃនេះមិនបានកាប់គេនោះទេតែថ្មល្អទាំងអស់នេះសុទ្ធតែនៅក្នុងដៃរបស់យើង បងវ៉ាន់ខ្ញុំឆ្លៃបងស្លាប់ហើយថ្ងៃក្រោយបងនិយាយថាមកខ្ញុំនឹងស្ដាប់ទាំងអស់នេះ ឯងចិត្តចាក់តិចទេបងប្រាប់ឯងណាបងគ្មានចំណាប់អារម្មណ៍ជាមួយក្មេងដូចជាឯងចឹង មានហើយពួកយើងខ្លាចជាអ្នកមានហើយថ្មដែលបងថាមុននេះកាត់ចេញមកឡើងខ្លាចតែម្ដងលោកម្ចាស់ឈានទិញយកបាត់ហើយ5លានហ្នឹងបងមើលទៅមួយជីវិតខ្ញុំនេះមិនដែលឃើញលុយច្រើនចឹងទេបងវ៉ាន់បងគឺពិតជាទេវតាខាបភ្នំថ្មមែន ឯងមិនដែលស្គាល់អីទេគ្រាន់តែលុយ5លានសោះគាត់ធ្វើឲ្យឯងសប្បាយចិត្តណាស់ទៅហើយបងប្រាប់ឯងថ្ងៃក្រោយដើរតាមបងឯងដឹងតែចំណេញខ្លាចជាងនេះហើយ បងវ៉ាន់បងឲ្យលេខកុងតានីគេបងឲ្យខ្ញុំមកខ្ញុំមានកាន់ណាបងវ៉ាន់បងឲ្យលេខកុងតានីគេបងឲ្យខ្ញុំមកខ្ញុំមានកាន់ណា ឯងចង់បានលេខកុងបងធ្វើអី គឺថាថ្មនោះគឺបងជាអ្នកឲ្យខ្ញុំទិញមិនចឹងហីពេលនេះបានថ្លៃហើយគឺថាឲ្យលុយពួកយើងចែកគ្នាម្នាក់ពេលកណ្ដាលទេមិនត្រូវទេម្នាក់ពេលកណ្ដាលមិនល្អស្ដាប់ទេម្នាក់2លានកន្លះបែបនេះចឹងខ្ញុំយក1លាន40បងយក1លាន60បងថាយ៉ាងម៉េចដែរ ស្មានថានាងចំក់នេះនៅមុខលុយច្រើនចឹងនេះនាងបាច់ឲ្យលុយចំណែកច្រើននោះមកយើងទៅវិញ បានហើយលុយនេះឯងទុកប្រើខ្លួនឯងទេទុកប្រើពេលសំខាន់នៅថ្ងៃខាងមុខទេ មិនបានតែខ្ញុំនិយាយឲ្យថាពួកយើងម្នាក់ពេលកណ្ដាលខ្ញុំពិតជានិយាយមែនណាមិនបានលេងសើចទេ បងមិនយកទេមកនោះគឺឯងជាអ្នកទិញត្រូវទេឯងទុកវាទេត្រូវថាទៅមិនបានជាឯងដឹងថាមានតែឯងដែលអាចកាត់ថ្មចំណេញបានបងមិនអាចនោះ ក៏មែនដែរនឹងបងវ៉ាន់ពេលនេះបងសំណាងនេះបងដឹងតែចំណេញលុយហើយ ថ្មមួយនេះខ្ញុំយកហើយ 60,000នេះបងវ៉ាន់ថ្មនេះវាដល់60,000នេះហ្នឹងបើសិនជាខាត់នោះបងនឹងខាត់ធំហើយហ្នឹងច្បាស់ជាខាត់ធំមិនខានទេ គ្រាន់តែ60,000សោះមិនហ៊ានគឺមិនបានទេចង់ភ្នាល់ក៏ភ្នាល់អាធំទេថ្មនេះវាគួរតែជាថ្មដែលល្អជាងគេនៅទីនេះហើយ ក៏មែនហើយបងវ៉ាន់បងដាក់ទេមកកាត់ខាត់នោះចាំខ្ញុំជាអ្នកចិញ្ចឹមបងសាប់អូនឯងមកតាពីពេលណានេះមិនបានជាមិនប្រាប់បងមិនអញ្ចឹងសាប់អូននៅដល់ឲ្យឯងស្គាល់បន្តិចនេះគឺជាបងចដុនមួយបងលាវយ៉ាស៊ីនបងស្រីនេះគឺជាសាប់អូនបងនោះហីហាត់ខ្លាំងមើលទៅក្រឲ្យរហំតែមកស្គាល់ខ្ពស់ទៀបមកលេងភ្នំថ្មតាមគេផងហីនេះ សិចបងមិនបានជាប្អូនជីដូនមួយបងងាត់វាស្អុយយ៉ាងនេះមុននេះមិនមែនទៅស៊ីអាចទៀតដឹងសិចបងមិនបានជាប្អូនជីដូនមួយបងនោះមាត់វាស្អុយយ៉ាងនេះមុននេះមិនមែនទៅស៊ីអាចទៀតដឹង ឯងនិយាយថាមិនអញជឿទៅថាយើងនឹងហែកមាត់ឯងអាពួកលោករបស់តាមផ្លូវអក្រក់រហាមលោកក៏គ្មានសមត្ថភាពក៏គ្មានឯងមានតែមាត់មួយដែលប៉ុណ្ណឹងនិយាយនឹងឯងមកលេងផ្នត់ថ្មជាមួយគេឯងមិនខ្លាចថាចាញ់ត្រូវអស់ពីខ្លួនទេឯងអ្នកក៏និយាយផ្ដេសផ្ដាច់មកហ្វានគឺមិនអាចចាញ់នោះទេមិនតែសម្ដីមានអីខ្លាំងលទ្ធផលទេទឹកសំខាន់នោះកាត់ចេញមកទៅខ្លាំងមនុស្សដូចជាពួកឯងនេះគួរតែខាត់មិនស្ទើរនោះទេណាបងស្រីមកដេញពួកអស់នេះចាញ់ទេមនុស្សដូចជាពួកគេនេះមិនស័ក្តិសមនៅកន្លែងគ្រួសារលើពួកយើងទេជាដល់បងសាប់អូនយើងហើយមិនមកជាមនុស្សក្រៅហាមស្អីទេកុំឲ្យយើងលើឯងនិយាយប្រមាថគេសោះមួយវិញទៀតសាប់អូនយើងគេមានកសាផ្នែកល្អណាស់តែមិនដែលថ្មអន់ជាអ្នកណាទេបើសិនជាខាត់នោះចាំចេញជាអ្នកចេញលុយឲ្យគេបងហ្វានសាច់បងនេះគាត់ល្អជាមួយបងដែរតែគាត់មិនមែនមានចិត្តលើបងទេឯង កុំចេះមកនិយាយផ្ដេសផ្ដាសឯងបិទមាត់ទេ ថ្ងៃនេះអ្នកប្រប៉ាយកំត់នេះបើសិនជាគេបានឃើញគេនោះគាត់ប្រកាសជាខំមិនថាខើឬអត់នោះមានអីពាក់ព័ន្ធជាមួយយើងយើងគ្រាន់តែដឹងថាថ្ងៃនេះមានយើងនៅគ្មានអ្នកណាគេអាចធ្វើបាបសាប់អូនយើងបានទេ រយៀនតាមរោនាងយូរយ៉ាងនេះតាមពិតនាងនៅទីនេះសោះលីនហ្វាន់គឺឯងទៀតហើយលីនហ្វាន់គឺឯងទៀតហើយឯងក៏ទុកមុខឲ្យហើយមិនយកនោះលើកមុនមកធ្វើឲ្យបែកគុយខ្លួនលុនជើងយើងនៅមិនទាន់ជម្រាបបញ្ជីជាមួយឯងផងពេលនេះឯងនឹងមុខក្រាមមកបង្ហាញមុខឲ្យយើងឃើញទៀតឯងយកថ្មសម្រាប់នោះមកយកថាគុយខ្លួនលុនមកចង់បោកប្រាស់សើច្បងយើងមិនបានជោគជ័យក៏ទៅហើយជឹងឯងនឹងមកសម្ដែងធ្វើដូចជាគ្មានរឿងអីកើតឡើងឯងថាទៅមើលអ្នកណាថោកជាងលីនហ្វាន់ឯង ហើយហរ៉ានអញចង់ធ្វើឲ្យសាប់អូនយើង រយៀនមិនបានជានាងការពារវាយ៉ាងនេះ ថាចង់យ៉ាងម៉េច នាង អ្នកប្រប៉ាយខ្ញុំមិនដឹងថាបងស្រីខ្ញុំគាត់គិតអីទេគាត់បាច់ជានាំវាមកផ្នត់ថ្មទៅវិញមុននេះខ្ញុំឲ្យវាទៅហើយវាបាច់ជានៅមុខក្រាស់នៅទីនេះទៀត អាលុអីតាមផ្លូវនេះវាហ៊ានមកលេងភ្នាល់ថ្មផងពិតជាមិនស្គាល់ខ្ពស់ទៀតមែន ហើយហរ៉ាន យើងជាមនុស្សប្រុសមិនបានជាត្រូវសើច្បងមកការពារវិញចឹងមិនបានទេយើងត្រូវទៅរកមុខមាត់យើងមកវិញលឺអ្នកប្រុសប៉ែនិយាយនេះវាជាភ្នាល់ថ្មលោកនោះវាពិតជាប្រកែកណាស់ អាតកូលីនឯងដឹងថាអ្នកដឹកក្បែរអ្នកប្រុសលីននេះគឺជាអ្នកណាដែរទេ អាតកូលីណាយើងប្រាប់ឯងពូយើងមកជៀនគាត់ជាស្ដេចល្បែងដ៏ល្បីឈ្មោះនៅភាគខាងត្បូងមកដែលគាត់រើនោះ10មាន9ដែរចំណេញវាមិនដែលផ្លាត់ទេម៉ែអើយណែជើងកម្រិតកម្លាំងរបស់គុយពណ៌ស្វ័យនេះត្រូវភ្នែកជឿជៀនយើងស្របហើយបាយហៅរ៉ាន់វាជាមនុស្សល្អមែនវាមកពេលណាក៏នាំភាពភ្ញាក់ផ្អើលស្មានមកដល់ឲ្យយើងមករហូត
បែបនេះចឹងបើអ្នកនៅក្បែរលោកនេះគេមានឈ្មោះថាជាស្ដេចភ្នាល់ថ្មនោះមិនចឹងពួកយើងមកភ្នាល់គ្នាទេភ្នាល់ស្អីទៅបើពួកយើងរើបានថ្មរៀងខ្លួនទៅហើយអញ្ចឹងក៏ទៅកាត់មើលនៅកន្លែងទៅថ្មអ្នកណាបានថ្លៃជាងអ្នកនោះជាអ្នកឈ្នះអ្នកចាញ់ក៏លុតជង្គង់សុំទោសគេឯហ៊ានភ្នាល់ដែរទេមានអីមិនហ៊ាននោះពេលពួកយើងក៏លេងភ្នាល់ថ្មនោះឯនៅក្មេងមិនតាន់បាត់ក្លិនទៅដល់នៅឡើយទេយើងចាំមើលថាតិចទៀតឯងធ្វើ សាប់អូនអញប្រកាសចិត្តដាច់ទេមនុស្សគេនេះមកធម្មតាទេបើសិនជាចាញ់នោះតើគិតយ៉ាងម៉េច ខ្ញុំមិនខ្វល់ទេខ្ញុំភ្នាល់ជាមួយពួកវាច្បាស់ណាស់ថាថ្ងៃនេះពួកវាជាអ្នកបង្ករឿងខ្ញុំត្រូវតែបញ្ចេញកំហឹងឲ្យបង ថាម៉េចលេងសានគេបថយយ៉ាងនេះគឺដើម្បីបញ្ចេញកំហឹងឲ្យយើងសិនតាមពិតគឺបែបនេះតាមពិតគឺលេងហ្វានគេជួយបញ្ចេញកំហឹងឲ្យយើងសិនគឺពិតជាល្អមែន តាមពិតយើងគិតថាថ្មដែលល្អជាងគេនោះទៅកាត់ចុងក្រោយគេទេបើបាយហៃរ៉ាន់វាខ្លាំងដល់មុខយើងទៅហើយមើលទៅយើងមានតែបញ្ចេញមួយដៃមុនហើយតកូលីនឯងគួរតែមិនដែរមើលវីដេអូពួកយើងគាត់លេងភ្នាល់ថ្មទេថ្មដែលគាត់កាត់នោះវាដឹងតែចំណេញហើយមិនអាចខុសនោះទេឯងចាំតែលុតជង្គង់សុំទោសយើងទៅដឹងតែទេ អ្នកណាថាបងហ្វានយើងខ្នោថ្មចាញ់នោះបងហ្វានយើងគាត់ប្រកែកហ្នឹងមុននេះគាត់រើសថ្មឲ្យយើងកាត់ភ្លាមក៏ចំណេញភ្លែន វាគ្រាន់តែជាសំណាងបានប៉ះជាមួយកដលងាប់ទេចំណេញបានម្ដងវាមានអស្ចារ្យស្អីទៅណត់មកគឺមើលលើកសែភ្នែកមិនមែនជាសំណាងទេសំណាងវាក៏ជាផ្នែកមួយរបស់សមត្ថភាពដែរ ស្ទីហ្វានអញប្រកាសចិត្តដាច់ទេអញត្រូវការឲ្យបងជួយ សុជបងកុំបារម្ភអីខ្ញុំមិនអីទេខ្ញុំដឹងហើយអ្នកប្រុសបាយអញ្ចឹងពួកយើងក៏ចាប់ផ្ដើមទៅហើយនៅមកប្រហែលជាមួយយើងចឹងផងហើយចាំមើលតិចទៀតហើយមកលុតជង្គង់សុំទោសយើងយ៉ាងម៉េចរំខានសុជបងជួយហៅអ្នកកាត់ថ្មមកបន្តិចមក ចាប់អញលីនហ្វានអញចាំតើលុតជង្គង់សុំទោសគេទេ អ្នកណាលុតជង្គង់នោះមិនប្រកបទេបើហឺនឯងពិតជាមិនស្គាល់មេខ្ពស់មែនមកហើយបងស្រីមកពេះធ្វើអីមិនចាំឲ្យខ្វះអ៊ីនអីទេហើយអាចចង្រៃដល់បង្ហាញការពិតទេហើយវាសុំទោសអ្នកប្រុសបាយទេ ពួកឯងបានឃើញហើយគួយកញ្ចក់ពណ៌បៃតងនេះជាសមត្ថភាពរបស់ពូយើងណា សុំតើផាំងថ្មនេះគឺជារបស់សិស្សបងយើងទេថ្មចាំសិទ្ធិមួយនេះទៅជារបស់ពួកឯង ថាម៉េចមិនអាចទេពូយើងគាត់ជាស្ដេចក្នុងខាងថ្មមកដែលគាត់រឹសមិនអាចចំមកសៀតអញ្ចឹងទេគឺនាងគាត់ជាបដូរវាហើយ ហើយអ្នកណារបស់ថ្មនោះគេបានថតទុកហើយបើពួកឯងមិនជឿទេពួកឯងទៅមើលខ្លួនឯងទេ មិនអាចទេវាជាអាចចំមកសៀតចិត្តសោះវាមិនអាចកាត់គួយកញ្ចក់ពណ៌បៃតងនេះទៅនេះមានតម្លៃរំសឹកមើលលាន បង ឯណោះ បានមកបកកាយពីខៃមកបាជាកាត់បានថ្មកញ្ចក់ពណ៌បៃតងផងពួកកាជាងគាត់ពណ៌លឿងរបស់ខ្ញុំទីនបងហ្វានខ្ញុំពិតជាស្រឡាញ់បងនេះស្តាប់អូនអញពិតជាបកកាយមែនថ្មគាត់នេះមិនត្រឹមតែចំណេញទីចំណេញខ្លាំងទៀតផង ទាំងនេះគឺជាសំណាងទេ សម្លាញ់យើងមកពិបាកជឿចើក្រុងសិនថ្មបៃតងនេះអញលក់ឲ្យយើងយ៉ាងម៉េចដែរយើងឲ្យ15លាន ណែអញការីយ៉ាងនេះបានយ៉ាងម៉េចនេះយើងឲ្យ18លានអាប្អូនលេខកងឲ្យប្រហែលខ្ញុំរំលឹកឲ្យព្រាមលោកប៉ាថ្មគាត់ពណ៌បៃតងនេះពួកយើងទិញយកដែរទេ គ្រួសារឈៀនយើង25លានទិញយកគុជនោះ គ្រួសារឈានយើងក្រុមហ៊ុនអនថងឲ្យតម្លៃ25លានទិញយកថ្មគាត់ចិញ្ចាក់ពណ៌បៃតងនេះ គឺជាគ្រួសារឈានទៀតហើយក្រុមហ៊ុនអនថងមុននេះទិញថ្មពណ៌លឿងពួកគេជាអ្នកទិញយកលើនេះបានទិញទៀតពួកយើងគឺគ្មានឱកាស ហើយចាំមើលផ្សេងទេគ្រួសារយើងយកឈ្នះគ្រួសារឈានមិនបានទេបងហ្វាននេះគឺជាអ្នកនាងឈានបងលោកឲ្យនាងទេនាងឲ្យទៅ25ឯនោះលោកខាងនេះ25លានគ្រួសារឈានយើងទិញយកឲ្យលោកដែរទេ អាចខ្ពស់ជាងនេះបានទៀតទេ បើសិនជាលោកអាចកាត់ចេញស្ដាច់គួយពណ៌បៃតងនោះខ្ញុំអាចឲ្យថ្លៃជាងនេះបាន គួយពណ៌បៃតងមិនបាច់ថ្ងៃនេះកាត់មិនចេញទេបាន25លានលក់ឲ្យគ្រួសារឈៀននាងហើយ បានឲ្យលេខកងមើលខ្ញុំនឹងវាឲ្យលោកភ្លាមវាលើចូលក្នុងកេរ្តិ៍នេះចំនួន25លានភ្លាមទេ 25លានហើយចំណេញធំហើយ សហការរីករាយថ្ងៃក្រោយមានរបស់ល្អអញ្ចឹងទីនកុំភ្លេចតាក់ទងមកពួកយើងក្រុមហ៊ុនអនថងរបស់ពួកយើងមិនខ្លាចនឹងចាយលុយទី ក្រុមហ៊ុនអងធំពិតជាមានលុយខ្លាំងមែនអញ្ចឹងថ្ងៃក្រោយខ្ញុំមានរបស់ល្អខ្ញុំនឹងតាក់ទងទៅនាងទៀតអ្នកប្រុសបាយពេលណាទើបអញលុតជង្គង់សុំទោសយើងទេលីនហ្វានទោះជាយើងលុតជង្គង់សុំទោសឯងមែនឯងទទួលរួចទេ អាចចង្រៃអញក៏បានចិត្តទីអ្នកប្រុសបាយចាញ់អញតែម្ដងទីអញត្រូវព្រមឲ្យគេខ្លាំងអញយល់ដែរទីបើសិនជាលីនហ្វានគេចាញ់នោះតើពួកអញព្រមលើកឡើងឲ្យពួកគេដែរទីមិនហ្នឹងពួកគេចង់កន្លះសម្ដីទី ការប៉ັດគឺនៅនឹងមុខពួកឯងហើយមកយើងកាត់ចេញបានល្អជាងពួកឯងត្រូវចោះចាញ់លុតជង្គង់សុំទោសយើងភ្លាមលីនហ្វានមកនោះឯងបានចំណេញ25លានជាងហើយយើងថាឯងជប់ត្រឹមនេះទៅថ្មនោះក្រុមហ៊ុនអងធំគេចំណេះឲ្យលុយទេវាមានអីពាក់ព័ន្ធជាមួយការភ្នាល់នោះទៅលុតជង្គង់សុំទោសភ្លាមទៅលីនហ្វានឯងចង់ងាប់ហើយចាប់ជប់លៀមលីនហ្វានឯងចង់ងាប់ហើយចាប់ជប់លៀម
លោកតាមិនបានជាលោកតាមកអញ្ចឹង បើតើមិនមកទេពួកឯងនឹងឆ្លោះគ្នាកន្លប់ចាក់ទីនេះហើយរឿងនេះវាធំឬក៏តូចយើងនិយាយគ្នាយុត្តិធម៌មួយចុះហៅរ៉ានហើយជាអ្នកប្រុសគ្រួសារធំឋានៈឯងថ្លៃថ្នូរហើយមិនចាំបាច់ទៅប្រកាន់ជាមួយអាក្មេងនោះទេរឿងនេះណាយើងថាណាក៏ចប់ទៅចុះ អាចចាលោកតាបើសិនជាលៀងហ្វាន់ចាញ់នោះតែពួកអត់នោះត្រឹមដល់លេខលៀងហ្វាន់ដាច់ទេ តោះថាបានហើយក៏ឲ្យអ្នកប្រុសបាយកុំប្រកាន់ច្រើនពេកអីធ្វើតាមសន្យាដែលយើងបានភ្នាល់គ្នាទៅបាទដែរទេតែចាន់នេះគាត់និយាយពាក្យយុត្តិធម៌នោះពិតជាប្រកែកមែនលោកម្ចាស់លាវនេះលោកឲ្យខ្ញុំទៅលុតជង្គង់សុំទោសអាចាំប្រសិទ្ធនេះមនុស្សគេថ្លៃថ្នូរត្រង់ពីរក្សាសម្ដីហើយជាអ្នកប្រុសគ្រួសារបាយនេះឲ្យគ្មានទំនួលខកត្រូវបន្តិចនឹងក៏គ្មានដែរមិនមែនទេយើងប្រកាសហើយបើឯងមិនលុតជង្គង់ទេយើងក៏មិនបង្ខំឯងដែរគ្រាន់តែជាកម្មវិធីនេះអ្នកប្រុសបាយលោកទៅវិញចុះបើលោកមិនទទួលខកត្រូវលោកម្ចាស់លាវបានខ្ញុំព្រមលុតជង្គង់ចុះតកូលីនយើងដឹងខុសហើយសំទោសផងណាល្អពិតជាឆ្លាតមែនឯងចាំមើលទៅរឿងនេះវានៅមិនទាន់ចប់ល្អឯងជួបរឿងអីក៏មិនខ្លាចក៏មិនចេះរឿងនោះដែរឯងមានកិត្តិយសរបស់ខ្លួនឯងថ្ងៃក្រោយនឹងតែខ្លាចជាមនុស្សមិនធម្មតាហើយលោកម្ចាស់លាវដែលបានសរសេររឿងវាបានចប់ហើយទាំងអស់គ្នាបបែកភោគ្នាទៅរោជៀនយើងក៏ទៅដែរទៅ សាប់អូនយប់នេះខុសកំណត់តាបងអញក៏ភ្លេចបាននេះ បានសើចបងអញ្ចឹងជួបគ្នាយប់ឡើង បងហ្វេនមិនស្មានថាមានថ្ងៃមួយខ្ញុំអាចខ្លាចជាសេដ្ឋីទេហើយនៅលុយ5លានទីនបងគឺជាកែសំណាងមែនមិនចឹងទេយប់នេះខ្ញុំទៅផ្ទះវិញពាក្យស្រំបាពណ៌ខ្មៅឬក៏ឲ្យបងមើលនេះ ឯងចេញទៅមកខាងទៅយើងមិនហ៊ានមើលទេឯងធំឡើងជាមួយយើងគ្មានចំណាប់អារម្មណ៍ជាមួយឯងទេ បងហ្វេនបងមិនមែនស្រឡាញ់មនុស្សប្រុសទេដឹងអញ្ចឹងខ្ញុំណែនាំបងជាដុំមួយខ្ញុំឲ្យបងចាញ់ ឯងចេញទៅឯងនឹងបានស្រឡាញ់មនុស្សប្រុស ខ្ញុំស្រឡាញ់មនុស្សប្រុសស្រាប់ហើយបងហ្វេនបងមិនមានអ្នកស្រឡាញ់ដូចហើយទេឲ្យខ្ញុំទេមើលមិនបានជាសាច់បងរបស់បងនោះទេ អើយក្មេងឯងនេះឯងរមាស់ស្បែកទេឯងប្រយ័ត្នទៅយើងបាយគូតឯងទៅ ខ្ញុំចាំនិយាយក៏បានដែរយប់នេះខ្ញុំទៅវិញនឹងសរសើរបងចំពោះមុខប៉ាម៉ាក់ខ្ញុំម្ដងឲ្យពួកគាត់ទៅចូលស្ដីបងឲ្យខ្ញុំនេះ ឯងហ៊ានណាទុនសាយវាមិនស៊ីស្មើក្បែរខ្លួនផងឯងអាឡូណាមីង ស៊ូវ៉ាននឹងបានធ្វើរបស់ឆ្ងាញ់ឲ្យអញញ៉ាំច្រើនណាស់មិនតិចទៀតកុំភ្លេចមកញ៉ាំនេះ ណាមីងនាងមីងរៀនចេះធ្វើម្ហូបតាំងពីពេលណាហ្នឹង ហើយចាកុំខ្វល់អីឲ្យអញមកវិញអញក៏ឆាប់មកវិញមក បាន ស៊ូវ៉ានអញចង់កសាយឲ្យមីងបន្តិចមកមិនភ្លេចយកចូលនៅលើសាឡុងនោះឯងឆាប់យកបន្តិចមកនេះ បានមីងកសាយនេះទុកឲ្យមីងណាទៅ មកហើយអី មីងទៅពាក់ខោសិនទេ ណាចំពោះមុខអ្នកមីងនេះអញអៀនអីបានហើយមីងទៅដូរខោសិនបន្តិចទៀតចាំមីងធ្វើអ្វីឲ្យអញញ៉ាំអាយចាំមកហើយកុំតែមើលអី មីងម្ហូបពីមុខនេះមីងធ្វើឡើងមួយរសៀលហ៎ហើយមីងចេះធ្វើម្ហូបឥណ្ឌាតាំងពីពេលណាមក អានិយាយអីហ្នឹងមកហូបឥណ្ឌាអីនេះជាមហូបស្រុកស៊ីឆាន់ឆាត្រីជាឈ្ងុយឆាសាច់ម៉ាការីមីងធ្វើលើកដំបូងអញក៏ភ្លក់មើលទេ មីងតាមពិតទៅមីងមិនចាំបាច់ទៅរៀនធ្វើម្ហូបទេ អញដឹងស្អីអីមកអញចេញពីពេទ្យហើយមីងក៏ទៅធ្វើម្ហូបឲ្យគាត់ញ៉ាំតែទទួលគាត់ត្រឡប់មកវិញមកឆាប់ភ្លក់មើលទេចាំមិនដែរ មីងខ្ញុំមានការរវល់បន្តិចខ្ញុំទៅសិនហើយ លីងហ្វានឆាប់មកវិញភ្លាម សំណាងហើយដែលយើងរត់លឿននោះយើងប៊ីតែទៅឋានសួគ៌មុនបានខ្លាចជាអ្នកមានទៅហើយថាទៅណាកម្មវិធីខួបកំណើតលោកម្ចាស់លាវនេះគាត់ថាមានរបស់បុរាណមានតម្លៃជាច្រើនមិនខានទេក៏មិនដឹងថានៅកម្មវិធីនោះយើងអាចបានផលចំណេញអីឬក៏អត់ទេ ជួបបងលោកម្ចាស់លាវមានអាយុវែងមានសុខភាពល្អ លោកតាលាវខ្ញុំក៏មកជូនពរថ្ងៃខួបកំណើតរបស់លោកតាដែរជូនពរឲ្យលោកតាមានអាយុវែងមានសុខភាពល្អល្អ
អរគុណឯងហើយដែលបានជូនពរឯងនេះពិតជាមនុស្សប្រកែកមែននៅក្នុងទឹកដីគ្រួសារលាវនេះឯងបាច់ជាទៅកាត់គុជចេញពណ៌បៃតងផងធ្វើឲ្យទឹកដីគ្រួសារលាវនេះមានមុខមាត់តែម្ដងលីនហ្វាន់មិននឹកស្មានថាឯងហ៊ានបង្ហាញខ្លួននៅពីមុខយើងទៀតថ្ងៃនេះឯងជាមួយយើងចាត់ការឯងយ៉ាងម៉េចមកតែពាក្យជូនពរបានការស្អីទៅគ្រាន់តែជាពាក្យគួរសមអីទេថ្ងៃនេះខួបកំណើតអាយុ70ឆ្នាំរបស់លោកម្ចាស់ឯណារបស់ឯងនោះឯងមិនមែនមកខួបកំណើតគេមិនយកកាដូមកទេកាដូវានៅក្នុងកប៉ាល់អាវយើងរហូតតែពួកឯងទៅវិញទេពួកឯងអត់នេះមិនមែនកាដូមួយក៏មិនបានត្រៀមទេដឹងឯងជាស្អីហ៊ានមកប្រៀបធៀបជាមួយពួកយើងផងមកឲ្យវាមើលកាដូរបស់ពួកយើងទៅនេះគឺជារូបគំនូររបស់ហ្វូប៉ៅស៊ឺកាលពីប្រហែលឆ្នាំមុនគេបានទៅដេញថ្លៃនៅម៉ានកាងជាក់ស៊ឺក្នុងតម្លៃ60លានគំនូរនេះហើយរូបគំនូរនេះដែលខ្ញុំចង់បានរហូតមកគួរឲ្យសោកស្ដាយមិនដែលឃើញនរណាលក់ទេមិននឹកស្មានថាអ្នកប្រុសបាយទិញវាបានសោះអ្នកប្រប៉ាយពិតជាប្រកែកមែនគាត់យកគំនូរគាត់មកធ្វើឲ្យកាដូពួកយើងអត់តម្លៃអស់លីងឲ្យអាក្មេងខ្លះបានឃើញថាអ្វីទៅគឺជារបស់ពិនសមត្ថភាពអ្នកប្រុសបាយពិបាកឲ្យដាក់ខ្លួនណាគ្រាន់តែជាកាដូតិចតួចទេឲ្យតែលោកម្ចាស់ពេញចិត្តវាក៏ស័ក្តិសមណាស់ទៅហើយលីហ្វាន់ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់លោកម្ចាស់ឯណាកាដូឯងនោះយកមកឲ្យពួកយើងមើលបន្តិចមកអារហាមដូចជាវាអញ្ចឹងអាចមានកាដូល្អស្អីទៅមិនថាវាមានកាដូស្អីមកទេនៅមុខគ្រួសារបាយវាគ្រាន់តែជាសម្រាប់តែទាំងអស់ហ្នឹងយើងថាណាពេលនេះវាគ្មានមុខទៅយកមកទេគេសានគេចាំចេញគេយកកាដូអីមកគេចាត់ទុកថាជាទឹកចិត្តគេដែរគ្រួសារលើយើងមិនចាំបាច់មើលកាដូគេទៅមើលលើឋានៈគេរូយីនថ្ងៃនេះជាថ្ងៃខួបកំណើតរបស់តានាងមនុស្សដែលនាងនាំមកវាមិនយកកាដូមកនេះមិនមែនមកបបាក់មុខនាងទេកម្លាំងធាតុរបស់រូបគំនូរនេះបើជាត្រូវផ្នែកជើជៀនយើងស្រូបយកអស់ពេលនេះគំនូរនេះវាមានតែរូបតែគ្មានតម្លៃទេមិនថាជារបស់ពិតទេកម្មអីកិនបានទោះជាយើងមិនបានយកកាដូមកមែនចឹងណាក៏គ្រាន់បើជាងអាខ្លាចយករូបគំនូរខ្លាំងៗមកដែរជាស្មានថាឯងខំត្រង់កន្លះថ្ងៃហើយឯងទៅរត់លេសអីមកមិននឹកស្មានថាឯងបែរជាប្រហឺនចឹងផងឯងមិនមែនចង់និយាយថាកាដូដែលយើងយកមកនេះគឺខ្លាំងៗទេមិនខុសទេកាដូដែលឯងយកមកនេះវាពិតជាខ្លាំងៗមែនអាចក្រៃឯងមកថាកាដូយើងជារបស់ខ្លាំងៗផងឯងឆាប់រកផតតាំងស័ក្តិសមឲ្យយើងភ្លាមមកមិនចឹងទេឯងមិនអាចចេញពីទីនេះបានទេចង់បានផតតាំងយើងខ្លាចថាបន្តិចទៀតយើងយកផតតាំងចេញមកពួកឯងអស់នឹងនឹងត្រូវអាប់មុខទេយើងប្រកាសជាត្រូវការផតតាំងហើយគ្រួសារបាយយើងមិនយ៉ាងអាចជួបរបស់ខ្លាំងៗគេនោះយើងថាណាឯងគឺចំណែកយើងជាមិនខានទេមិនចាញ់ថាកំណត់នោះខ្លាំងៗចេញបានថាកំណត់នោះគឺជារបស់ប៉ុណ្ណេះខ្ញុំមិនអាចទៅនិយាយអួតគេទេខ្ញុំនឹងបកស្រាយច្បាស់លាស់បើឯងចង់បានផតតាំងចឹងនោះអញ្ចឹងយើងនឹងឲ្យឯងចុះគំនូហ្វូប៉ៃស៊ឺពិតប្រកបគេនឹងប្រើរបស់ម្យ៉ាងហៅថាប៉ៅយូឈៀនយកមកគូគំនូនេះហៅថាគំនូព្រេងគំនូនេះមើលទៅដូចជាសើមបង្ហាញពីអំណាចរបស់វាអ្វីដែលវានិយាយគឺពិតជាត្រូវមែនវាពិតជាយកខាងគំនូបុរាណរបស់លោកហ្វូប៉ៃស៊ឺមែនទាំងអស់គ្នាមើលគំនូនេះទៅវាមានអីដូចតែខ្ញុំនិយាយនោះដែរទេអញ្ចឹងហើយខ្ញុំប្រកាសថាគំនូនេះជារូបគំនូខ្លាំងៗទេបើសិនជាអ្នកទាំងអស់គ្នាមិនជឿខ្ញុំទេក៏អាចទៅហៅអ្នកជំនាញមើលវត្ថុបុរាណម្នាក់ទៀតបានមកមើលរូបគំនូនេះថាវាពិតឬក៏អត់ទេមិនស្មានថាគេបែរជាមើលរបស់បុរាណដែរសិនមានរឿងស្អីនឹងមិនបានជាគំនូនេះមើលមកវាខុសពីធម្មតាអញ្ចឹងសាប់អូនអញប្រកាសចិត្តថាមិនទេថាគឺជាគំនូខ្លាំងៗនោះគ្រួសារបាយជាគ្រួសារមានលុយមានមកមិនថាគេមិននឹងអាចជូនគំនូខ្លាំងៗនោះបើខ្ញុំហ៊ាននិយាយហើយខ្ញុំប្រកាសជាមានផុសតាំងហើយមិនដេកបើសិនជាមិនប្រកាសចិត្តនោះក៏ប្រាប់បងមកចាំឲ្យជួយឯងកុំបារម្ភអីអើល្អិតហើយបើជាចេះមើលរបស់បុរាណទៀតលោកតាលៀវខ្ញុំគ្រាន់តែចេះតិចតួចទេតែគំនូនេះដូចជាមានបញ្ហាពិតមែនបើសិនជាលោកតាលៀវមិនជឿទេអាចទៅរកអ្នកពិនិត្យមើលវត្ថុបុរាណមកមើលវាម្ដងទៀតអូជឿលើអីដែលឯងនិយាយច្រើនជាងមិនអាចទេគ្រួសារបាយយើងមិននឹងអាចជួយរបស់ខ្លាំងៗគេអញ្ចឹងនោះឯងនិយាយផ្ដេសផ្ដាស់ពួកឯងនៅតែសង្ស័យទៀតអញ្ចឹងក៏ទៅហៅអ្នកមើលរបស់បុរាណពូកែម្នាក់មកទៀតមកឲ្យមកមើលសាថ្មទៅគេមានឈ្មោះថាអ្នកមានភ្នែកមាសនៅក្រុងឡុងជាងពួកយើងគេគឺជាអ្នកមើលរបស់បុរាណម្នាក់ដែលពូកែល្បីឈ្មោះទៀតផងអញ្ចឹងរំខានលោកតាលីវហេល្អបានតើអញ្ចឹងក៏ហៅគេមកយើងចាំមើលថាអាណាគេហ៊ានថាកដោគ្រួសារបាយយើងជារបស់ខ្លាំងៗនោះរឿងមកដល់ពេលនេះហើយឯងនៅមាត់រឹងទៀតមិនអញ្ចឹងពួកយើងមកភ្នាល់គ្នាមួយទៅនៅភ្នាល់ទៀតយ៉ាងម៉េចនេះអ្នកប្រុសបាយខ្លាចហើយមិនយ៉ាងអាចទៅឯងនិយាយមកភ្នាល់ស្អីឲ្យភ្នាល់យ៉ាងម៉េចក៏ភ្នាល់ថារូបគំនូនេះវាពិតឬក៏ខ្លាំងខ្លីបន្តិចទៀតអ្នកមើលវត្ថុបុរាណគេមកហើយមកមើលរូបគំនូនេះហើយបើសិនជារូបគំនូនេះវាជារបស់ពិតអញ្ចឹងយើងលៀនហ្វាន់ទៅសុំទោសគ្រួសារបាយឯងអាលហាមឯងនេះយកស្អីមកសុំទោសទៅលោកតានិយាយអីហ្នឹងពួកយើងគ្រាន់តែជាមនុស្សគ្នាធម្មតាទេទោះបីជាមិនដឹងថាហេតុអីនៅពេលជាមួយលីនហ្វានសប្បាយចិត្តជាងពេកធម្មតាក៏ដែរល្អិតនោះគេមិនមែនជាមនុស្សធម្មតាទេបើសិនជាចៅយកគេធ្វើជាចៅប្រសាតាក៏អាចទទួលយកគេបានដែរលោកតាខ្ញុំមិនទៅរកចាំភាសាអីឲ្យលោកតាទេខ្ញុំនៅកំណត់លោកតាមិនល្អទេល្អលោកលីនពួកយើងជួបគ្នាទៀតហើយនៅនាងគ្រូសាឈិនស៊ូអ៊ីមិនបានជានាងមករកយើងអញ្ចឹង
ម៉ែអើយឈុតខ្មៅនេះណានាងឈិនមើលមកជាមនុស្សចិត្តតិចតែនាងបាច់ជាសាច់ស៊ីយ៉ាងនេះ លោកលីនលោកមើលទៅដូចជាឈាមចំហហើយ គឺមួយរយៈនេះមិនក្តៅពេកគឺជារឿងតូចតាចទេអ្នកនាងឈិនមករកខ្ញុំមានកាយដែរ លោកលីនខ្ញុំមកឱកាសលោកខ្លាចជាអ្នកមានមួយ ឱកាសជាអ្នកមានទេខ្ញុំមិនសូវចិត្តស្និទ្ធជាមួយគ្រួសារឈិននាងទេមិនបានជានាងឲ្យឱកាសខ្ញុំអញ្ចឹង ការផ្នែកថ្មរបស់លោកជាមួយនឹងលោកលីក៏ចាញ់លោកដែរឱកាសនេះគឺលោកសាកសមនឹងបានទេ បាននាងនិយាយមកខ្ញុំ ប៉ុ តាម ន្មាន ស្ដា ថ្ងៃ ប់ ទៀតគ្រូសាឈៀនខ្ញុំនឹងធ្វើកម្មវិធីដេញថ្លៃខ្នោថ្មអញ្ចឹងដែរដល់ពេលនោះសង្ឃឹមថាលោកនឹងអាចមកបាននៅពេលនោះខ្ញុំនឹងអត់ថ្លៃលោកខ្លាំងយ៉ាងអត់ណាស់ក៏3លានដែរតម្លៃនេះយ៉ាងមិនដែរ នាងឈិននេះចង់ប្រើយើងជាអាវុធតែ ហើយតែលោកប្រំជួយខ្ញុំរឿងនេះថ្ងៃក្រោយលោកគឺជាមិត្តរបស់ខ្ញុំឈៀន CE ហើយ ឲ្យខ្ញុំគិតមើលសិនអញ្ចឹងខ្ញុំសូមបន្ទិញកម្មវិធីនោះធ្វើឡើងនៅពេលណាដែរទេ លោកគួរតែ5ថ្ងៃក្រោយលោកលីននេះតើលោកមានការរវល់អីហី ខ្ញុំគ្រាន់តែចង់ទៅកាត់ថ្មឲ្យបានល្អខ្ញុំគ្រាន់តែចង់រលួយបែបធម្មតាទេខ្ញុំមិនចង់ទៅមានសត្រូវអីនោះទេ មកបែបនេះអញ្ចឹងខ្ញុំដូរមកជួបបាននិយាយវិញនៅកម្មវិធីនោះបើសិនជាលោកជួបបញ្ហាអីនោះគ្រូសាឈៀនខ្ញុំនឹងជួយលោកដោះស្រាយបញ្ហាគ្រប់យ៉ាងឲ្យលោក បាយហៅរិនវាចង់មករករឿងយើងរហូតបើសិនជាគ្រួសារឈិនមកធ្វើជាក្នុងបង្អែកឲ្យយើងបាយហៅរិនវាគួរតែមិនហ៊ាននោះទេបាននាងឈិននិយាយអញ្ចឹងទៅហើយកម្មវិធីដេញថ្លៃរបស់គ្រួសារឈិននេះខ្ញុំនឹងទៅឲ្យតាន់ពេល គាត់ជាល្អណាស់ នាងឈិននេះក៏យប់ណាស់ទៅហើយខ្ញុំសុំទៅសិនហើយពួកយើងជួបគ្នា5ថ្ងៃទៀត ចាបានលោកលីនហ្វានលោកគឺជាមនុស្សប្រដំបងដែលហ៊ានតថ្លៃជាមួយខ្ញុំនោះហើយមកហ្វានមកផ្ទះហើយនេះពួកយើងទៅផ្ទះទេហើយមកបងជិតពីបែបហាណូអីខ្ញុំឃើញនៅក្រុងយើងនេះមានផ្ទះលក់មួយកន្លែងសាកសមមកទៅព្យាបាលជំងឺហ្នឹងបងទិញទេ កូវីដនាងចំអកនេះទោះបីជានាងរពឹងបន្តិចមែនតែនាងគឺជាមនុស្សល្អមែនក៏បានដែរអញ្ចឹងតិចទៀតទៅកន្លែងនោះទេបើសិនជាសមនោះក៏ទិញនៅទីនោះចុះ ចាបានមកហ្វានតិចទៀតចាំខ្ញុំទៅរាប់បងនេះតើលោកមានអីអាចឲ្យខ្ញុំជួយលោកដែរទេ ផ្ទះនោះពួកនាងលក់តម្លៃប្រហែលទេ លោកនិយាយពីវិមានលេខ8នោះហីនៅខាងកាត់នោះមែនទេ ហើយគឺមួយនោះ លោកវិមានមួយនោះមានតម្លៃ12លានខ្ញុំថាពួកលោកទាំងពីរគូតែអាណាព្យាបាលពួកលោកមកវិញមកពួកលោកមើលទៅតែរៀនចាំគ្មានលុយមកទិញនោះទេមនុស្សនាងនេះនិយាយស្ដីយ៉ាងម៉េចហ្នឹងបើជាហ៊ានថាពួកយើងគ្មានលុយទិញផងយើងប្រាប់នាងកុំថាឡើយវិមានមួយនោះទិញផ្ទះទាំងមូលនៅកន្លែងនេះទាំងអស់វាជារឿងងាយណាស់សម្រាប់បងហ្វានទេកុំមកមើលងាយគេនោះរឿងអ៊ូតគេនោះគឺងាយណាស់គូស្នាពួកនាងមើលមកល្មមដែរថាចង់ទិញផ្ទះទាំងអស់នេះពួកនាងមានលុយទិញដែរគឺពិតជាប៉ិនអ៊ូតមែនអីនាង ឈុតកើត បានន័យថាម៉េចបងហ្វានពិតជាលុយមែនបងធ្វើអញ្ចឹងរបស់ឲ្យខ្ញុំអ៊ុតគេ10ឆ្នាំហើយបងមិននិយាយមួយម៉ាន់ក៏ទៀងកាត់ចេញមកឲ្យគេឈូនបងហ្វានពិតជាសង្ខានណាស់នេះឈ្គប់មែនទេស្ដាប់មិនយកបងហ្វាននិយាយទេបងហ្វានបាននិយាយថាវិមានមួយនោះពួកយើងទិញហើយឈប់កាត់មកយើងលោកអចលនៈគ្រាប់មកច្រើនឆ្នាំហើយយើងទៅជួបរឿងចាំដំបងទីផ្ទះ10លានជាងគេមិននិយាយអីមួយម៉ាន់ក៏ឲ្យឈប់កាត់តែម្ដងហើយមួយក៏យើងគឺពិតជាបានជួបអ្នកមានលុយពិតមែនទេលោកខាងនេះលោកមានអីឲ្យខ្ញុំជួយដែរទេខ្ញុំអាច យើងឲ្យនាងទៅឈុតកើតទៅនាងមិនលឺទេ មកហ្វានមកពិតជាបដកម្មមែនខ្ញុំចូលចិន នាងចំអកអើយកុំអត់លឺពេក អធិស្ឋានលោកពិតជាសំទោសណាស់ខ្ញុំនឹងឲ្យខាងប្រធានខ្ញុំរៀបចំឯកសារទៅផ្ទះឲ្យលោកភ្លាមចាំបន្តិចណា លោកសុំទៅផងគឺកូនចៅខ្ញុំវាភ្លឺវាធ្វើឲ្យលោកខឹងលោកកុំបារម្ភអីរឿងជាបន្ទាន់ចាប់ខ្ញុំធ្វើឲ្យលោកទាំងអស់លោកឆាប់ធ្វើឯកសារឲ្យខ្ញុំមកហើយទេថ្ងៃនេះពួកយើងនឹងចុះមកនៅហើយបាទគ្មានបញ្ហាទេសូមលោកចាំតិចខ្ញុំនឹងទៅឈុតកាត់ឲ្យលោកភ្លាមនឹងរួចហើយឥឡូវនេះមកយើងនឹងយកមួយនេះ ថាម៉េចចាំសាឡាអ៊ីកោនៅសម័យតាមីង ចានស្រាឡានយុគនេះគឺជាកាដូខុសកំណើតឲ្យលោកតាលាវទេបើសិនជាយើងទីខុសយើងព្រមយកចាននេះជាកាដូសុំទោសគ្រួសារបាយគេបើសិនជាយើងនិយាយត្រូវនោះឯងត្រូវមកសុំទោសគ្រួសារយើងហើយឲ្យរូបគំនូនោះមកយើងទៀតគំនូនេះត្រូវយើងស្រូបយកកម្លាំងធាតុអស់ហើយមែនតែថ្ងៃក្រោយវាគង់តែមកវិញទេអញ្ចឹងមិនចំណេញទៅហើយទេអើល្អិតហើយទៅបានចាត់ទៀតនេះយ៉ាងម៉េចទៅលោកតាលៀងខ្ញុំគ្រាន់តែសំណាងល្អបានមកដល់ចៃដន្យទេតាមពិតខ្ញុំចង់យកវាធ្វើជាកាដូឲ្យលោកតាទេតែបើមានមនុស្សប៉ុនរករឿងយ៉ាងនេះខ្ញុំមានតែភ្នាល់ជាមួយគេម្ដាយទេហើយនិយាយអាចស្អីឯងបើសិនជាគំនូយើងជារបស់ខ្លាយៗនោះអញ្ចឹងចានឯងនោះវាជារបស់ខ្លាយៗហើយអន់ជាគំនូយើងទៀតភ្នាល់ក៏ភ្នាល់អាណាទៅខ្លាយទៅលោកម្ចាស់លាវឆាប់ទៅហៅអ្នកមើលវត្ថុបុរាណនោះមកឲ្យគេមើលទៅថាណាទើបជារបស់ខ្លាយៗនោះអូជីនឲ្យទៅទេទូរស័ព្ទហៅលោកគ្រូវៃមក ចាបាន ហើយជំរឿនតិចទៀតមើលថាអាណាជារបស់ខ្លាយៗនោះបើសិនជាយើងមានរបស់ពិតនោះយើងនឹងទាក់មុខឯអាណានៃម្ដង
បើសិនជាគំនូឯងនោះជារបស់ខ្លាំងៗអ្នកដែលត្រូវគេទាំងនោះគឺជាអ្នកប្រុសបែកទេយើងមិនជឿទេអាចចង្រៃឯងនេះជាភ្នាល់ដាក់គុជក៏ដល់ចុះឯងនៅជាមើលដឹងវត្ថុបុរាណទៀតយើងជាមនុស្សចំសៀតមែនតែកសែភ្នែកអ្នកប្រុសបែកនេះមិនស្មើនឹងយើងជាចំសៀតនេះផងឯង លោកតាលោកគ្រូវិញមកហើយ លោកគ្រូវិញលោកមកចំពេលល្អណាស់លោកឆាប់មើលគំនូរបស់ខ្ញុំនេះទៅថាវាជារបស់ខ្លាំងៗឬក៏អត់ដែរទេចាំមិនដែរលោកគ្រូវិញគំនូខ្ញុំនេះជារបស់ប៉ិតដែរទេតាមការពិនិត្យរបស់ខ្ញុំវាជារបស់ខ្លាំងៗទេគឺប៉ិតឬមិនប៉ិតក៏មើលទៅក៏ដឹងហើយគំនូបែបនេះនៅខាងពួកយើងនេះហៅថាជារបស់ខ្លាំងៗកម្រិត9អញ្ចឹងហើយខ្ញុំប្រកាសថាគំនូនេះវាគឺជារបស់ខ្លាំងៗទេមិនអាចទេគ្រូសាស្ត្របែបយើងនេះមិនយ៉ាងអាចយករបស់ខ្លាំងៗនោះហើយគំនូនេះខ្ញុំគឺដេញថ្លៃមកពីកន្លែងថ្លៃមកទេឲ្យចុះយ៉ាងម៉េចលោកគ្រូវិញលោកប្រកាសជាមើលខុសហើយមិនចឹងលោកមើលឲ្យលន់អន់សោះថ្មីចឹងមិនឲ្យមិនជឿលើយើងទេជើងប្រើភ្នែកយើងទៅមើលថាវាជារបស់ពិតឬក៏មិនមែនគេហៅថាភ្នែកខ្មោចពិតជើងមើលរបស់បុរាណរមិនអត់យើងមិនដែរផ្លត់ទេហើយជាអ្នកប្រកែអ្នកមើលវត្ថុបុរាណស្អីឯងមានភ្នែកទឹកស្អីទៅរបស់យើងវាមិនអាចខ្លាំងៗទេប្រកាសជាផលិតខុសហើយលើអត់គួរ បែហរ៉ាន់លោកវិញក៏ជាអ្នកមើលវត្ថុបុរាណដែលគេសរសើរគ្រប់គ្នាអញក៏មកនិយាយប្រេះផ្ដាស់នឹង បានបើគំនូយើងជារបស់ខ្លាំងៗនោះអញ្ចឹងអាចារ្យចង្រៃនោះវាជារបស់ខ្លាំងៗស្ដាប់អន់ហើយមើលទៅលោកមើលទៅអបអូនចាននេះអាចឲ្យខ្ញុំមើលបន្តិចបានទេអញ្ចឹងរំខានលោកគ្រូជួយមើលឲ្យផងក៏ល្អឲ្យអាភ្លើខ្លះវាបិទមាត់ដែរបើសិនជាគំនូយើងវាខ្លាំងៗនោះអញ្ចឹងអាចារ្យនេះវាកាន់តែសម្រាប់ហើយយើងមិនជឿទេថាអាចចំមកសៀតដូចជាឯងអាចមានកដោថ្លៃបានជាងយើងទេអបអូនឯងបានចាននេះមកពីណាគឺខ្ញុំចៃដន្យសំណាងយកបានទេក៏ថានេះជារបស់ពិតចាននេះវាធ្វើឡើងនៅសម័យតាមីងសានទីវាគឺជាចានព្រេតដែលគេដុតឡើងមកយកមកប្រើប្រាស់របស់នេះវាជារបស់ដែលស្ដេចតាមីងសានទីគាត់ប្រើប្រាស់ទៀតផងបើសិនជាអាចយកទៅប៉ះពើនោះវាមានតម្លៃយ៉ាងហោចណាស់ក៏10ដែរទោះជាពេលនេះវាបែកបាក់ក៏ដោយក៏វាមានតម្លៃ50លានដែរមិនអាចទេវាមិនយ៉ាងអាចយកកាដូដែលថ្លៃជាងយើងបានទៅមានអីមិនអាចនោះយើងមិនត្រឹមតែយកមកទេយើងនៅយកវាទៅធ្វើជាកាដូជូនលោកតាលាវទៀតផងធ្វើជាកាដូជូនឲ្យគាត់ទៀតរបស់មានតម្លៃយ៉ាងនេះឯងពិតជាឲ្យខ្ញុំមែនខ្ញុំពិតជាអរគុណឯងណាតែចឹងណាយើងក៏ជាមនុស្សអាយុ70ឆ្នាំហើយមិនអាចទេទៅកេងចំណេញឯងបានចោតបុរាណនេះឯងទុកខ្លួនឯងទៅណាអញ្ចឹងលោកតាលាវខ្ញុំមកជូនថ្ងៃគ្រប់កំណើតលោកតាហើយមិននឹងអាចឲ្យកាដូមកអ្នកជូនវិញនោះលោកតាក៏ទុកចាននេះទេចាំខ្ញុំរកអ្នកជំនាញខាងជួសជុលឲ្យចាំខ្ញុំជួសជុលយកមកឲ្យលោកតានេះភ្នែកជាជាយើងបានស្រូបយកកម្លាំងធាតុ2ដងហើយគួរតែឡើងកម្រិតបានហើយសង្ឃឹមថាឡើងកម្រិតលើកក្រោយវាអាចមានសមត្ថភាពជួសជុលវត្ថុបុរាណទៅចុះដល់ពេលនោះយើងអាចជួសជុលចាននេះបានហើយ បើសិនបងយើងគេបានឆ្នៃការផ្នត់ទៅហើយអញ្ចឹងអញគួរតែធ្វើតាមការសន្យាឲ្យមិនទេ សាច់បងរឿងសុំទុំបាច់ទេឲ្យវាឲ្យគំនូនោះមកខ្ញុំទៅបានហើយសំអាងអីគំនូរបស់យើងហេតុអីត្រូវយកទៅឲ្យឯងនោះទោះយើងយកទៅដុតចោល គ្រូសាបាយប៉ុណ្ណាប៉ុណ្ណឹងនេះពួកអញកន្លះសម្ដែងអញ្ចឹង យូរ៉ូយៀនគ្រូសាបាយយើងជាមួយគ្រូសាលាវនាងគឺជាមិត្តល្អនឹងគ្នានាងមកបង្ខំគេអញ្ចឹងនេះវាធ្វើបាបគេពេកហើយ អ្នកប្រាប់ឯងមិត្តភាពគឺមិត្តភាពការផ្នត់គឺការផ្នត់ខ្ញុំមិនចង់ឲ្យលោកខ្លាចជាមនុស្សដែលក្បត់សម្ដែងទេ នាងមើលទៅមិនដឹងថាសិស្សច្បងគាត់ជាមនុស្សប៉ិនឌីមដាំគេអញ្ចឹងសោះហរ៉ានបើគំនូនោះវាជារបស់ខ្លាំងៗទេឯងក៏ព្រមចាញ់ហើយឲ្យគំនូនោះទៅអាប់អូនលីនទៅអើយហេតុអីសំអងថានេះជាគ្រួសារលាវជើងលាវឈន់សុងយើងគឺជាសាក្សីបានក្នុងការភ្នាល់នេះវាគ្រប់តែទេឯងល្អពួកឯងមករួមដៃគ្នាមកធ្វើបាបយើងផងហ៎គ្រួសារលាវឯងបែរចំណងគ្នាកាពីអាចចំសៀតនេះបានគំនូមួយនេះជើងមិនយកទេរឿងនេះវាមិនតន់ចាប់ទេ សាប់អូននៅពេលនេះកំណុំនេះខ្លាចជារបស់ឯងហើយ អរគុណសិស្សច្បងទីបំផុតគំនូនេះបានមកដល់ដៃយើងហើយអើល្អិតមិនដឹងថាឯងយករបស់ខ្លាំងៗនេះទៅធ្វើអីទេនេះឯងទុកវាជារបស់បានជ័យជំនះហ៎តាមពិតគឺចេះទេខ្ញុំជាអ្នកលក់អីតាមផ្លូវទេទោះជារបស់នេះជារបស់ខ្លាំងៗទេតែលក់នៅកន្លែងរបស់បុរាណពួកយើងនោះវាអាចលក់បានតម្លៃល្អខ្ញុំយកវាទៅដាក់តាំងមើលថាមិនត្រូវបានតម្លៃឡើងថ្លៃទៀតអើល្អិតឯងនេះបន្តិចក៏មិនឲ្យខាតដែរប្រាអត់លទ្ធភាពតែម្ដងមិនបានជាគំនូនេះត្រូវយើងស្រូបយកកម្លាំងធាតុឲ្យវាប្រែពីរបស់ពិតខ្លាចជារបស់ខ្លាំងៗអញ្ចឹងសង្ឃឹមថាថ្ងៃក្រោយអាចកែវាវិញបានជិះមិនអញ្ចឹងទេគំនូបុរាណនេះគឺត្រូវយើងបំផ្លាញចោលបច្ចុប្បន្ននេះ ផ្លិចយ៉ាងនេះអង្គុយទេបានទៅដល់ពេលញ៉ាំបាយហើយ សាច់ច្បងខ្ញុំមិននឹងញ៉ាំបាយទេបងក៏ដឹងខ្ញុំដែរកម្មវិធីបែបនេះខ្ញុំមិនសមនៅទេ អញ្ចឹងក៏បានដែរបងមិនខត់ឯងទេ មួយនេះបងយកចុះលោកតាលាវអញ្ចឹងខ្ញុំសុំទៅសិនហើយបានទាំងអស់គ្នាក៏បបែកគ្នាទៅបាទ ដោះឆាត់ទៅវិញ បងហ្វានមិនបានជាបងចូលនៅលឿនយ៉ាងនេះ នេះម៉ាក់បងគាត់មិនមែនជាហើយទេបងក៏ចង់នាំគាត់ចេញពីមន្ទីរពេទ្យហើយសម្រាប់នៅផ្ទះគាត់នៅតែពេទ្យក៏មិនល្អដែរ តែបងហ្វានគិតបានល្អតែខ្ញុំអាចរើមកនៅជាមួយនឹងបងបានទេ អើយនេះចំអកឯងនេះគិតអីហ្នឹងលោកកាថ្លៃផ្ទះរបស់លោកទូទាត់ម្ដងក៏ហើយរឿងដែលនៅសេសសល់លោកមិនចាំបាច់បារម្ភទេខ្ញុំនឹងចាត់ការឲ្យលោកឲ្យទាំងអស់ថ្ងៃនេះពេលរសៀលលោកអាចរើមកនៅបានហើយនេះជាការរបស់លោកបាក់ឯងអូត្រូវហើយភាគរយលោកផ្ទះបានថ្ងៃនេះគ្មានអីពាក់ព័ន្ធជាមួយនាងទេអូខ្ញុំយល់ហើយអ្នកមានលុយនេះជាអ្នកមានលុយពិតមែនលុយ10លានជាងគេមិនព្រិចភ្នែកអីម៉ាត់តិច
ចាប់ពីពេលនេះតទៅនាងទៅរៀបចំឲ្យបានហើយលាឈប់ទៅខាងកន្លែងពួកយើងមិនត្រូវការអ្នកលក់ដែលមើងងាយគេដូចជានាង លោកប្រធានអត់ទេលោកប្រធានខ្ញុំដឹងខុសហើយលើកក្រោយខ្ញុំលែងហ៊ានទៀតហើយលោកប្រធាន លើកក្រោយមានលើកក្រោយទៀតទេចេញទៅ ស៊ីវ៉ាន់អញជួលឡានថ្លៃយ៉ាងនេះមកទទួលម៉ាក់ក៏ណាហើយចឹងនៅនាំពួកយើងមកនៅកន្លែងនេះធ្វើអីកន្លែងពួកយើងមិនមែនគួរតែទៅនៅផ្ទះទេអី ម៉ែថ្ងៃក្រោយទីនេះជាផ្ទះពួកយើងហើយ ស៊ីវ៉ាន់អញនិយាយអីហ្នឹងគ្រូសាយើងថាមិនអាចមានលុយទៅទិញផ្ទះជាមួយនឹងឡានថ្លៃចឹងនោះឡាននេះយ៉ាងហោចណាស់តម្លៃក៏5លានដែរចំណែកឯផ្ទះមួយនេះយ៉ាងណាក៏10លានជាងដែរណា ម៉ែពួកយើងចូលទៅក្នុងសន្ទ្រីចាំខ្ញុំប្រាប់ម៉ាក់ទៀតណា បងស្រីបងមើលទេហើយចាស៊ីវ៉ាន់អញឆាប់ប្រាប់ម៉ាក់មកអញបានលុយមកពីណាមកក៏ពេលខ្លីយ៉ាងនេះអញទៅទិញឡានទំនើបជាមួយនឹងផ្ទះធំយ៉ាងនេះបានអញ្ចឹងអញនិយាយមកម៉ែនឹងស៊ីវ៉ាន់លុយអញអស់នេះបានមកពីណាទេរឿងខុសច្បាប់អស់ហ្នឹងគ្រួសារយើងមិនធ្វើទេ ម៉ែអង្គុយចុះសិនមើលម៉ែម៉ាក់កុំបារម្ភអីខ្ញុំជាមនុស្សយ៉ាងម៉េចអ្នកទាំងពីរមិនដឹងទេហ៎លុយអស់នេះគឺខ្ញុំបានមកពីការភ្នាល់ថ្មគុតឈ្នះទេអញ្ចឹងហើយបានជាមានលុយទិញឡានទិញផ្ទះ ស៊ីវ៉ាន់និយាយនោះជាការពិតដែរទេបងស្រីស៊ីវ៉ាន់គេនិយាយសត្វតែជាការពិតសំណាងរបស់ស៊ីវ៉ាន់មួយរយៈនេះមិនដឹងថាយ៉ាងម៉េចទេមកជាឡើងខ្ពស់តដែរតែម្ដងកុំតែបានសំណាងរបស់គេនឹងហើយតើពួកយើងអាចរកលុយក្នុងការវេះកាត់ឲ្យបងបាន មិញនិយាយត្រូវនេះក៏ហៅថាមានគ្រូមិនស្លាប់ផុតគ្រូហើយក៏មានសំណាងម៉ាក់ជឿតែខ្ញុំទេខ្ញុំពេលនេះអាចឲ្យអ្នកទាំងពីររស់នៅបានសនុក ឯចាគឺពិតជាល្អណាស់ផ្ទះធំយ៉ាងនេះថ្ងៃក្រោយអ្នកមីងឯងអាចមកនៅជាមួយពួកយើងបានហើយអ្នកមិនចាំបាច់នៅ single នៅខាងក្រៅដូចអ្នកខ្លះទៀតនោះទេណាមកនៅជាមួយពួកយើងបានបងស្រីបងនិយាយអីហ្នឹង ថ្ងៃនេះជាថ្ងៃភ្នាល់ថ្មរបស់គ្រូសាឈិនហើយក៏មិនដឹងថាថ្មនៅគ្រូសាឈិននេះអាចនាំភាពភ្ញាក់ផ្អើលអីឲ្យយើងខ្លះទេ លោកលីនបានជួបគ្នាទៀតហើយខោឲ្យលោកលីនថ្ងៃនេះមើលមកពិតជាសមណាស់មើលទៅសង្ហាណាស់ នៅនាងឈិនក៏ស្អាតដែររូបរាងនាងក៏កាន់តែស្អាតជាងមុនទៀតហើយ អរគុណលោកលីនដែលបានសរសើរខ្ញុំគិតថាបានធ្វើជាមួយលោកវាគួរតែជារឿងដែលសប្បាយមួយហើយអត់ត្រូវហើយថ្មដែលលោកយកបាននៅគ្រួសារលាវនោះតើលោកមានយកមកដែរទេ កុំបារម្ភអីខ្ញុំយកមកតែ អញ្ចឹងក៏ល្អហើយ អាល្អិតលៀនឯងនេះពិតជាប្រកែកមែនអាចឲ្យ CE មកទទួលដោយផ្ទាល់បានយើងក៏គ្មានឱកាសបែបនេះផងនេះយើងតែមានមុខមាត់ធំអញ្ចឹងតាំងពីកាលណាទេ លោកម្ចាស់ឈិននិយាយជ្រុលពេកហើយខ្ញុំជាមិត្តរបស់អ្នកនាងឈិនក៏ឲ្យតម្លៃខ្ញុំជាមិត្តនេះឯងអញ្ចឹងហើយបានជៀបមកទទួលដោយផ្ទាល់អញ្ចឹងអបអូនលៀនឯងក៏ភ័យអីតិចទៀតខ្ញុំនឹងធ្វើឲ្យបានល្អបន្តិចទៀតនឹងធ្វើឲ្យកន្លែងយើងមានមុខមាត់ផងជើងចាំមើលលើឯងហើយណាធ្វើឲ្យបានល្អទៅអនាគតខ្ញុំមិនឲ្យឯងខាតទេ អនាគតមិនឲ្យខ្ញុំខាតទេនេះចង់បានន័យថាមិនឬមួយក៏លោកម្ចាស់ឈិនចង់ឲ្យខ្ញុំជាមួយអ្នកនាងឈិន CE មានទំនាក់ទំនងអីនឹងគ្នាលោកឈិនសរសើរពេកហើយអបអូនលីនឯងអាចដើរទៅមើលបានពេញចិត្តថ្មមួយណាក៏យកមួយនឹងទៅបើសិនជាឯងបើកថ្មបានល្អនោះគ្រួសារឈិនយើងនឹងទិញយកវិញក្នុងតម្លៃខ្ពស់បានមើលទៅលើកនេះយើងអាចចំណេញលុយបានច្រើនទៀតហើយ លោកប៉ាមើលមកដូចជាឲ្យតម្លៃលីនហ្វាន់ហ្នឹងអ្នកទាំងពីរមិនបានស្និទ្ធស្នាលគ្នាទេនេះព្រោះតែហេតុអីទេ កូនស្រីប៉ាស៊ូកូនប៉ាបានបង្កើតជំនាញគ្រួសារពីសូន្យឡើងមកដល់លុយរាប់រយកោតនេះបានគឺដោយសារស្អីទៅ ខ្ញុំមិនដឹងទេ គឺពងលើនៃរបស់ប៉ានេះហើយគឺជាផ្នែកដែលអាចមើលមនុស្សដឹងនេះហើយប៉ាបានឃើញអាអូនលីនគឺមិនមែនជាមនុស្សធម្មតាទេហើយគេជាមនុស្សល្អត្រឹមត្រូវតើគេគឺជាមនុស្សដែលស័ក្តិសមតាក់ទងជាមួយកូនស្រីហើយប៉ាក៏នៅតែដឹងថាកូនមានអារម្មណ៍ជាមួយគេគឺខុសពីប្រុសផ្សេងប៉ាមិនដែលឃើញកូនធ្វើចរិតបែបនេះដាក់ប្រុសផ្សេងទេ អាចាប៉ាខ្ញុំជាមួយគេជាមិនដឹងគ្នាទេតែវាមានអីដែលខុសគ្នានោះมันខុសគ្នាទេ កូនអាចកុហកគេបានកូនមិននឹងអាចកុហកប៉ាបាននោះកូនជាកូនប៉ាមិនអាចកុហកប៉ាបានទេ លោកប៉ាខ្ញុំគ្រាន់តែគិតថាលីនហ្វាននេះគេខុសពីអ្នកផ្សេងមនុស្សប្រុសផ្សេងហ្នឹងដែលខ្ញុំធ្លាប់ជួបគេបានមិនឲ្យលំទោនទេមិនអញ្ចឹងគេក៏គ្រប់ខ្ញុំដែរមានតែលីនហ្វានទេគេជឿជាក់លើខ្លួនអញពេកហើយជឿជាក់រហូតដល់ខ្ញុំនៅចំពោះមុខគេឡើងជឿជាក់លើខ្លួនអញទៅហើយ អញ្ចឹងឲ្យអាប្អូនលីនគេធ្វើជាកូនប្រសាប៉ាយ៉ាងម៉េចដែរ ប៉ានិយាយអីហ្នឹងខ្ញុំនិយាយឲ្យថាពួកយើងគ្រាន់តែជាមិនដឹងគ្នាទេ បានហើយប៉ាជុំនិយាយហើយចាំមើលតែថ្ងៃនេះអាប្អូនលីនគេអាចកាត់ចេញគុជអីល្អទៅប៉ាមានអារម្មណ៍ថាថ្ងៃនេះអាចនឹងបានរបស់ល្អ
ថ្មនេះមិនតម្លៃតែ50,000ទេនេះជាគុជទឹកសមុទ្រនោះមានតម្លៃ3លាននេះដឹងតែចំណេញជាមិនខានទេសួស្ដីថ្មនេះខ្ញុំយកហើយនេះគឺជាថ្មគុជកញ្ចក់ពណ៌បៃតងមានរូបផ្កាមានតម្លៃ90,000តម្លៃទីផ្សារ18លាននៅមានមួយនេះទៀត ហេអាបងនេះអញធ្វើជាមនុស្សឈួតថ្មនេះគឺជាថ្មសម្រាប់ទេគេបានជាហ៊ានទៀតថ្លៃដល់90,000ផងយើងថាគ្រូសាជាតិនេះចង់បានលុយគេឡើងឈួតទៅហើយថ្មនេះបើសិនជាអ្នកណាគេទិញគឺភ្លឺហើយ អាបងឯងនិយាយឲ្យស្រួល4តិចទេយើងរត់ទិញថ្មនេះហើយឯងមកថាភ្លើងអញ្ចឹងនេះឲ្យយើងទៅលេខបានយ៉ាងម៉េច បាទបងអាបងយើងចង់និយាយជាមួយឯងហើយបើឯងចង់បានថ្មនេះបានទៅទៀតពេលអស់ពីខ្លួននោះកុំថាយើងមិនបានប្រាប់ឯងអសោះ មើលទៅឯងមើលកំណត់មិនល្អចំពោះគ្រូសាឈៀនយើងមែន គ្មានទេអ្នកនាងឈិនគ្មានទេ លោកចង់ទិញថ្មតម្លៃ90,000នេះឯងលោកជឿជាក់យ៉ាងនេះឯង ខ្ញុំបានរើសថ្មរួចហើយមិនស្មានតែថ្មគ្រួសារឆាននាងវាល្អដែរសោះអញ្ចឹងតើបានជាតម្លៃថ្មថ្លៃយ៉ាងនេះ គេមើលតាមផ្លែនគាត់ដឹងថាថ្មនេះយកមកទៅហើយលីនហ្វាននៅលើខ្លួនលោកមានអត្តកម្លាំងអីទេសង្ឃឹមថាលោកអាចចំណេញប្រាក់ពីថ្មនេះចឹង ប្រកាសហើយបើមិនមែនជាថ្មល្អទេខ្ញុំមិនទិញទេនេះវាងាយទេ លោកមើលមកនៅក្មេងទីប៉ុន្តែលោកធ្វើអ្វីចេះកិនចង់ដឹងណាស់នៅពេលដែលលោកនៅក្មេងបានឆ្លងកាត់រឿងអ្វីខ្លះទេបានជាឲ្យលោកចាស់ទុំជាមនុស្សដែលវ័យស្មើលោកអញ្ចឹង តាមពិតទៅក៏មិនបានជួបរឿងស្អីទេតែថាទៅកូនអ្នកក្រក៏ឆាប់ចេញទៅរកលុយជាងខ្ញុំខុសពីពួកនាងមានគ្រួសារជាមួយលុយតែម្ដងតែខ្ញុំវិញខ្ញុំស្អីក៏គ្មានដែរអញ្ចឹងហើយមានតែទៅរកមកបញ្ចេញខ្លួនឯងទេ មិនបានជាលើគេនិយាយពាក្យនេះហើយមានអារម្មណ៍ថាណាត់គេអញ្ចឹងខ្ញុំនិយាយហើយលោកហ្វានគួរអាចចាប់អារម្មណ៍ខ្ញុំមិនបាននិយាយខុសទេជូនពរលោកសំណាងល្អខ្ញុំជឿថាលោកអាចនឹងឈរជើងបាននៅលើលោកនេះបាន សូមឲ្យដូចនាងនិយាយចុះសង្ឃឹមថាមានថ្ងៃមួយខ្ញុំអាចឈរនៅកន្លែងតែមួយជាមួយពួកនាងជាអ្នកមាននេះដែរចង្រៃយោនេះជាស្អីទៅជើងដាក់លុយទិញថ្មនៅទីនេះអស់ដល់2លានទៅហើយស្អីក៏គ្មានដែរជើងថាពួកឯងមកកាប់លុយគេទេចាប់សងលុយភ្លាមមកមិនចឹងទេយើងនឹងកំទេចទីនេះចោលភ្លាម លីនហ្វាននៅទីនោះមានគេបង្ករីងតែជាមួយខ្ញុំទេ របស់កន្លែងពួកឯងជាស្អីទៅសុទ្ធតែជាសម្រាប់តែទាំងអស់ហ្នឹងជើងចាយលុយ1លានកន្លះមកលេងហើយបើមិនកាត់ចេញសម្រាប់ទេមិនចឹងស្អីក៏គ្មានដែរ មានរឿងអីពួកឯងមកស្រែកលោឡាអី ចឹងម៉េចយើងថាកន្លែងពួកនាងវាជាការរកស៊ីពុករលួយថ្មទាំងអស់សុទ្ធតែចោលស៊ីតែទាំងអស់ហ្នឹងជើងលេងអស់2លានគេលេងអស់1លានកន្លះស្អីក៏គ្មានដែរពួកឯងចង់បកស្រាយយ៉ាងម៉េចនឹងមានយើងទៀតជើងលេងអស់50,000ជើងទៅហើយស្អីក៏គ្មានដែរនេះលុយជួយជីវិតស្អាតហ្នឹងណា អញយកលុយជួយជីវិតប៉ាឯងមកលេងល្បែងនេះឯងសំជាមនុស្សដែរទេចេញមកលេងផ្នត់ថ្មមានចាញ់មានឈ្នះនេះគឺជាច្បាប់ដែលពួកយើងដឹងពួកឯងលេងចាញ់គេអាចមកបន្ទោសកន្លែងពួកយើងបានដែរអី ចង្រៃជោជើងភ្នាល់ថ្មនេះមានចាញ់មានឈ្នះជារឿងធម្មតាទេតែពួកយើងទាំងអស់គ្នាកាត់គ្មានបានស្អីទេនេះគេហៅធម្មតាស្អីទៅនាងឈិនមើលទៅគ្រួសារឈិននាងរកស៊ីពណ៌ដីបានតែអាខាងថ្មគុជនេះដូចជាមិនសូវកើតទេ គឺជាឯងអ្នកប្រាក់គ្រួសារបាយហរ៉ាន់នេះតើឯងមានចេតនាមែនទេ អេអ្នកនាងឈិនអ្នកនាងនិយាយអញ្ចឹងមិនបានទេនាងបើកន្លែងទិញថ្មគុជពួកយើងមិនលេងថ្មនេះវាជារឿងធម្មតាទេតែនាងមិនអាចទុកពួកយើងជាមនុស្សភ្លើបានទេថ្ងៃនេះយើងមិនមែនជាអ្នកប្រុសបាយអីទេយើងជាភ្ញៀវធម្មតាដឹងដែរទេចាប់សងលុយមកពួកឯងសងលុយយើងពាក់កដាលទៀតយើងចាត់ទុកថាទិញមេរៀនមួយចុះមិនចឹកទេយើងនៅតែប្តឹងពួក សងលុយមែនទេមិនអាចទេព្រមចាញ់ព្រមឈ្នះសង្ឃឹមថាពួកឯងគ្រប់ច្បាប់នេះផង បើនេះមិនសងលុយទេយើងនឹងបន្ថយជាមួយនឹងឯងហើយគេផ្សេងខ្លាចគ្រួសារជាតិនាងយើងមិនខ្លាចទេជើងមិនតែខ្លាចងាប់ទៀតអង នេះគេបាច់ជាចេញមកកាប់វាយើងផងអី អើល្អិតឯងឆាប់ចេញភ្លាមជើងនឹងឲ្យមីនេះដឹកថាជើងខ្លាំងប៉ុណ្ណាទៅលីនហ្វានគឺឯងទៀតហើយបាយហៅរ៉ាន់ចេញពីគ្រួសារលាវមកមិនបានជាឯងធ្លាក់ដល់ចំណុចនេះអញ្ចឹងឯងហ៊ានតែវាយមនុស្សស្រីទេចាត់ការវាចោលទៅអើចក្រៃឯងជាណាហ៊ានមកព្រុងនៅចំពោះមុខយើងផងគេជាភ្ញៀវធំរបស់ជើងណាស់មកហ៊ានវាយយើងផងលោកម្ចាស់សានទីបំផុតលោកមកហើយពួកឯងមកថាថ្មរបស់គ្រួសារយើងសុទ្ធតែជាសម្រាប់ជើងឲ្យឱកាសពួកឯងក្រោកឈរឡើងវិញពេលនេះយើងឲ្យគេទៅកាត់ថ្មបើសិនជាគេកាត់បានចំណេញលុយនោះយើងនឹងកាត់ជើងឆ្កែពួកឯងចោលបើសិនជាគេខាតនោះមិនត្រឹមតែសងលុយពួកឯង 50% វិញទេនៅឲ្យពួកឯង 50,000 ទៀតលោកម្ចាស់សានលុយថ្លៃថ្មជាមួយលុយសុទ្ធគាត់ទៅហើយចោលលុយប្រមាណលាននោះខ្ញុំមិនខ្វះទេជើងឯងចង់បានអីយើងចង់ឲ្យពួកឯងឲ្យលុយចំណេញនៅកន្លែងនេះមួយទាំងមូលមកយើង 50% គ្រួសារបាយវាចង់បានភាគហ៊ុនគ្រួសារចិនយើង 50% បានអល្អិតឲ្យទៅរើថ្មមួយទៅឲ្យពួកវាដឹងថាថ្មរបស់គ្រួសារចិនយើងវាជាសម្រាប់មិនឬក៏អត់ទេបែនស្ដាប់តាមលោកម្ចាស់សិន លោកលីននេះជាថ្មទាំង4ដែលលោករើសបានលោកមើលចង់កាត់មួយណាដែរ កាត់ទាំងអត់ទេលោកម្ចាស់សិនខ្ញុំមានការសុំមួយខ្ញុំចង់ថែមទុនការភ្នំមួយទៀតថែមអីទៅបើអ្នកប្រុសបាយនិយាយថាទីនេះគ្មានអីល្អនោះអញ្ចឹងពួកយើងក៏ភ្នំអាធំតិចទេបើសិនជាថ្ម4របស់ខ្ញុំនេះមានមួយណាកាត់មិនចេញនោះអញ្ចឹងពួកយើងក៏ឲ្យលុយដើមទាំងអស់របស់ពួកគេទៅគេវិញចុះចឹងមិនដែរចឹងណាក៏ខ្ញុំចង់ឲ្យអ្នកប្រុសបាយវាទៅវិញដែរអត់ឯងនេះពិតជាជឿជាក់មែនសំជាមនុស្សដែលកូនស្រីយើងពេញចិត្តមែនបានបើឯងព្រមភ្នំទៅហើយបើសិនជាយើងមិនភ្នំអានោះអញ្ចឹងគេមិនមើលងាយយើងទៅហើយទេ
ថាមិញកូនស្រីគេស្រឡាញ់យើងហ៎តកូលីនឯងគិតថាជាស្ដេចល្បែងហើយកាត់ម្ដងតែ4នោះភិហ៊ុនគ្រួសារឈិននោះជើងយកមិនខានទេហើយអ្នកគ្រូកាត់ថ្មកាត់តាមអីដែលខ្ញុំគូទេ ចាបានលោកលីន តកូលីនឯងពិតជាផ្កាយសំណាងយើងមែនយើងគិតថាថ្ងៃនេះយើងទៅវិញតែដៃទៅទេហើយតើមិននឹកស្មានថាឯងមកជួយយើងចឹងសោះថ្មទាំង4កាត់ទាំងអស់នេះវាស្មើនឹងភាគរយ0ថ្ងៃនេះលុយចំណេញ 50% របស់គ្រួសារចិនយើងយកមិនខាននោះទេអ្នកប្របីបន្តិចទៀតពេលឯងត្រូវគេបំបាក់ជើងចោលហើយវាចេញពីទីនេះសង្ឃឹមថាឯងអាចនឹងសប្បាយចិត្តចឹងទៀតចុះថ្មទី1កាត់រួចហើយគ្រប់ចិត្តទាំងនេះមើលក៏ដឹងថាចាញ់មិនខានទេលោកម្ចាស់ឈិនទី3គ្រួសារលោកមិនសមរកស៊ីខាងគុជទេយើងថាណាពួកឯងចែកលុយចំណេញមកគ្រួសារយើងពាក់កណ្ដាលមកពួកយើងទៅរួមដៃគ្នាទៅចាត់ការជាមួយអាគ្រួសារលាវតូចតាចនោះវាមិនងាយទេបើរួមដៃយើងឯងក៏សក់សមដែរបែហារិននេះឯងប្រកាសថាឯងនឹងឆ្នៃយ៉ាងនេះផងនេះជាថ្មគុជពណ៌ទឹកសមុទ្រតម្លៃលើទីផ្សារជិត3លានឯណោះនេះតម្លៃប្រមាណដែរទៅ ថ្មនេះតម្លៃដើម 50,000 តម្លៃថោកចឹងនេះចំណេញឡើងទៅដល់6ដងនេះមិនហៅថាចំណេញទេនេះគឺហៅថាចំណេញខ្លាំងធំតែម្ដងទោះជាឯងកាត់អាទី1ចំណេញហើយវាយ៉ាងម៉េចទៅកាត់ថ្ម4ដងឲ្យចំណេញទាំងអស់នេះថ្ងៃនេះទោះជាព្រះមកក៏ដោយក៏មិនអាចទៅរួចដែរលុយចំណេញគ្រួសារជាតិយើងយកប្រកាសណាទៅទឿនគ្រូកាត់ថ្មឲ្យលឿនមកឲ្យគេយកថ្មដែលនៅសេសសល់នោះមកទាំងអស់មកលោកម្ចាស់ឈិនការរកស៊ីគុជវាមិនងាយរកស៊ីអញ្ចឹងទេឲ្យតែលោកឲ្យលុយចំណេញ 50% នោះមកគ្រួសារฝ่ายយើងតាមសម្រួលមកគ្រួសារពួកយើងទៅរួមដៃគ្នាទៅរកលុយរួមគ្នាមិនល្អទេឯងឈ្នះហើយយើងនឹងព្រមចាញ់តើបើឯងចាញ់នោះបន្តិចទៀតពេលវាយបំបាក់ជើងអាចឆ្កែឯងចោលនោះយើងក៏មិនបន្ធូរដៃដែរនេះជាគុជពណ៌បៃតងកញ្ចក់ផ្កានេះបែរជាទិញមកក្នុងតម្លៃ 90,000 ទៅវិញ អីចឹងនៅពេលនោះយើងគួរតែទិញថ្មនេះមកយើងខកខានឱកាសខ្លះជាងអ្នកមានទៀតហើយ បែហារិនបើសិនជាថ្មនោះមិនចំណេញយើងមិនទិញទេបើសិនជាឯងលោកជង្គង់សុំទុកពេលនេះយើងអាចឲ្យលោកសាន់ដល់លេងឯងបានទោះជាឯងកាត់ថ្មចំណេញម្ដងបាន2ហើយវាយ៉ាងម៉េចមានតែដល់4ថ្មឯណោះយើងមិនជឿទេកាត់មកកាត់តទៀតទៅអញ្ចឹងពួកយើងក៏ភ្នាល់តទៀតភ្នាល់ក៏ភ្នាល់យកថ្មទី3មក នៅពេលនេះសូមអបអរលោកលីនផងណាគុជខ្មែរនេះមកជាគុជខ្មែរទៅវិញគុជខ្មែរនេះតម្លៃមិនក្រោមរាប់សិបលាននោះទេ គុជខ្មៅនេះធ្វើឲ្យយើងមានអារម្មណ៍ថាប្រហែលណានេះគឺជាកន្លែងទំនេរផ្នែកជឿជៀនយើងវានៅខ្លាំងជាងមុនទៀតហើយនឹងកន្លែងនេះទៅធ្វើអីទៅឬមួយក៏ទុករបស់នេះហ៎នេះមិនមែនជាគុជដែលយើងទិញមកកាលពីលើកមុនទេហ៎នេះពិតជាអាចទុករបស់បានមែនពិតជាល្អណាស់ចាំចប់ការងារនៅទីនេះហើយទៅវិញយើងនឹងសាកមុខងារថ្មីរបស់ផ្នែកជឿជៀនយើងម្ដងថាវាអាច លេងហ្វានលោកដល់ខ្លួនឡើងលេងហ្វានដល់ខ្លួនឡើងលេងហ្វានមានរឿងអីហ្នឹងកណ្ដាលថ្ងៃត្រង់លោកដេកអីហ្នឹងមិនអីនោះទេប្រហែលជាមួយរយៈនេះខ្ញុំហត់ហើយទៅវិញខ្ញុំសម្រាប់ទៅបានហើយគឺឯណាថ្មទី3នោះកាត់ចេញមកនេះនៅទីមិនដឹងថាចាំមិនទីថ្មទី4នោះកាត់មកមានបញ្ហាចង់អូបន្លាយពេលគ្មានបានកាត់ទេនេះប្រកាសជាខូចហើយលោកម្ចាស់ឈៀនខ្ញុំថាលោកគួរតែបន្តទៀតដែរទេការរកស៊ីនេះតាមពិតទៅគឺពួកយើងគួរតែទៅចំណេញជាមួយគ្នាចង់មកដល់ដើមសាច់ពីមាត់របស់យើងទៅយើងថាឯងគ្មានសមត្ថភាពនោះទេមិនល្អទេគ្រូកាត់ថ្មនោះសម្លាប់បាត់ហើយប្រកាសជាថ្មចុងក្រោយនេះវាខាតហើយលីនហ្វាំងយើងនិយាយហើយថាឯងមិនអាចឈ្នះរហូតនោះទេមែនទេមិនបានជាយើងជឿថាយើងនឹងឈ្នះរហូតនោះទៅយកទឹកត្រជាក់វាទៅទោះជាត្រូវងាប់ក៏ត្រូវកាត់ថ្មទី4នោះឲ្យហើយសិនចាំងាប់ដែរលោកម្ចាស់ឈៀនយើងថាណាលោកកុំគិតអីគ្រួសារប៉ាយើងនៅខាងគុជនេះក៏មិនអត់ដែរពួកយើងទៅសហការគ្នារកលុយចំណេញជាមួយគ្នាមិនចាំបាច់ទៅជ្រុះគ្នាព្រោះតែមនុស្សចំអាស៊ីតនេះទេលោកម្ចាស់ឈៀនគ្រូកាត់ថ្មនោះឈួតបាត់ហើយក៏និយាយរហូតថាគុជនេះជាគុជក្រហមលំដាំថាម៉េចគុជក្រហមលំដាប់មែនទេគុជនេះវាល្អជាងអ្វីដែលយើងគិតឆ្ងាយនេះមិននឹងអាចទៅកន្លែងបែបនេះមិននឹងអាចកាត់គុជពណ៌ក្រហមកម្ររាប់ពាន់ឆ្នាំតែមិនងាយឃើញបែបនេះនោះគុជក្រហមកម្រនេះមានតម្លៃលើសកាត់ឯណោះថ្មនៅកន្លែងគ្រួសារឈៀនមកជាមានថ្មល្អយ៉ាងនេះទៅវិញគឺពិតជាអស្ចារ្យលេងហ្វានខ្ញុំមិនបានមកមនុស្សខុសមែនភាពជាចាស់របស់លោកនេះមិនបានជាភាពអេងអាងទេអ្នកប្រុសបាយនេះក៏ចង់ទៅដល់នឹងលោកម្ចាស់ឈៀនមុននេះខ្ញុំនិយាយលេងសើចទេខ្ញុំសុំទោសផងចាប់ថ្ងៃក្រោយខ្ញុំទៅសុំទោសលោក10ផ្ទះណាមិនបាច់ទេធ្វើតាមការភ្នាល់ទៅបាត់ហើយមុននេះអូនលីននិយាយថាវត្តវាចេញទៅពួកយើងទៅពីរនាក់ក៏ជួយវាដែរទៅលោកម្ចាស់ឈៀនយើងជាអ្នកប្រុសគ្រូសាប៉ៃណាលោកមិនអាចធ្វើចឹងដែរយើងបាត់ទេកុំបាច់យើងអបអូនលីនគុជទាំង4នេះមិនចឹងដាក់លក់ឲ្យគ្រូសាឈៀនយើងទៅអស់វិញទៅយើងឲ្យ2កោតពីកោតមែនទេអស្ចារ្យណាស់បានខ្លាចចុះគេវិញលោកម្ចាស់ឈៀនជាអ្នកសម្រេចចិត្តចឹង
គួយទាំង4នោះទោះបីជាវាមានតម្លៃខ្ពស់ពិតមែនតែយ៉ាងច្រើនមានតម្លៃត្រឹមតែ1កាប់ជើងទេលោកម្ចាស់ជាតិបានជាឲ្យយើង2កាប់តែម្ដងនេះបានន័យថាម៉េចនឹងមិនខ្វល់ទេលុយមកដល់ដៃខ្លួនឯងហើយទើបជារបស់ពិត អបផងលោកលីនលើកខ្ញុំមកវិញចូលកងលូន យ៉ាងមិញមិនបានឲ្យនាងអស់សង្ឃឹមទេមែនទេតែគុជនេះវាគ្មានតម្លៃដល់2កោតទេនេះបាននាងមានគំនិតអីទេមិនបានជាខ្ញុំមានអារម្មណ៍ថាយកខ្លួនឯងទៅលក់ហើយជួយរកលុយឲ្យគេទៀតអញ្ចឹង កុំបារម្ភអីពួកយើងចាំមិនដឹងគ្នាប៉ាខ្ញុំមិនបោកលោកទេ នោះក៏ល្អហើយ ទាំងអស់គ្នាបញ្ហាយើងបានដោះស្រាយអស់ហើយមករបស់បងអូនលីនបញ្ជាក់ឲ្យថាកន្លែងពួកយើងក៏មានរបស់ល្អដែរទាំងអស់គ្នាតិចយកទៅ លោកម្ចាស់ឈាននិយាយត្រូវហើយទីនេះប្រកាសជាមានថ្មល្អទៀតហើយតម្លៃក៏សុក្រិនពេលនេះខ្ញុំនៅទិញ2ទៀនលុយជួយប៉ារបស់ខ្ញុំនៅមាន30ម៉ឺនទៀនមកនេះខ្ញុំឃើញថ្មល្អមួយយើងនៅទិញវាសិនបាទត្រូវតាមឲ្យបានចាំខ្ញុំរកលុយជួយប៉ាឲ្យបានលោកប៉ាត្រូវតាមឲ្យបានចាំពេលខ្ញុំរកលុយបាននឹងទៅជួយប៉ាហើយ អូយពួកយើងតែងតែទៅវិញបើថាទិញខុសទៅកលចក្រានតែហ្មង លោកម្ចាស់ឈានបើការងារខ្ញុំចប់ហើយអញ្ចឹងខ្ញុំមិននៅរំខានទេអញ្ចឹងខ្ញុំសុំទៅសិនហើយ បានបងអូនលីនទ្វាររបស់គ្រួសារឈានយើងគឺបើកចាំឯងរហូតដល់ស៊ីវអ៊ីទៅជួនដំណើរបងអូនលីនសិនទៅ ចាលោកប៉ា ទ្វារបើកចាំយើងរហូតទេនេះគាត់ចង់ធ្វើអីទេសម្ដីនេះស្ដាប់មកចម្លែកណាស់ណាហើយចុះថ្ងៃនេះមានរឿងកើតឡើងចម្លែកច្រើនណាស់យើងគួរតែឆាប់ទៅវិញសាក់មុខងារថ្មីរបស់ផ្នែកជាយើងវិញ តាំងពីរូបគំនូរនេះត្រូវយើងស្រូបយកកម្លាំងធាតុមកវាលែងមានតម្លៃអស់ឬមួយក៏របស់បុរាណរាប់រយឆ្នាំនេះត្រូវយើងបំផ្លាញហើយអញ្ចឹងក៏សាក់មុខងារថ្មីរបស់ផ្នែកជាយើងចឹងយើងនេះគឺប៉ាត់មែនយើងបាច់ជាមានសមត្ថភាពអាចទុករបស់បានមែននេះបើផានដីចរលីងយើងមិនអាចទុកបានរបស់រាប់លានទេចេញមកមិនបានជារូបគំនូរនេះវាលែងដូចមុនអញ្ចឹងវាដូចជាមានព្រលឹងជាងមុនហើយឬមួយក៏កន្លែងទុករបស់យើងវាអាចជួសជុលរបស់បាននោះទុំចេញហើយចាយើងពិតជាអាចជួសជុលរបស់បានមែនអញ្ចឹងយើងមិនអាចទៅជួសជុលចានបុរាណនោះបានហើយទេហេសិចបងណាស់ចាំខ្ញុំទៅរកបងណាសិចបង លីនហ្វានអញបញ្ញាមករកបងយ៉ាងនេះតាមមានការអី សិចបងចានបុរាណមួយនោះបងទុកវាណាស់មួយនោះមិនទីបងក៏មិនដឹងថាលោកតាទុកនៅណាដែរបងទៅសួរគាត់សិន អើល្អើតថ្ងៃនេះឯងនឹកឃើញអីបានជាមកលេងផ្ទះតាអញ្ចឹងជឿនិយាយជាមួយរយជាថាទំនេរឲ្យឯកសារមកលេង លោកតាសាប់អត់មករកនេះគេសួររឿងចាន់បុរាណនោះនៅផ្ទះមិនទីយកស្មាតមកធ្វើអីតាមពិតគេចង់យកកាដូដល់ឲ្យគេនោះយកទៅវិញសិនអ្នកខ្លះហ្នឹងគឺពិតជាក្រឡាខ្លាចមែនរឿងអីក៏អាចធ្វើទៅរួចដែរលោកចាសិញអញនិយាយអីសាប់អត់យ៉ាងគេមិនមែនជំនួសបានអីទេមកវាមិនក្រឡាហាំចឹងមែនមកគេយកកាដូឲ្យគេនោះទៅវិញចឹង បិទមាត់ទៅជឿថាអាប្អូនលីនគេមិនមែនជាមនុស្សចឹងទេក៏មិនដឹងថាអាប្អូនលីនរកចានបុរាណនោះទៅធ្វើស្អីដែរលោកតាក្រែងចាននោះមានកន្លែងបែកមួយមិនចឹងហ៎ពេលនេះខ្ញុំរៀនចេះជួសជុលវត្ថុបុរាណហ៎ខ្ញុំគិតចង់យកវាទៅជួសជុលហើយចាំយកមកឲ្យលោកតាវិញឯពិតជាអាចជួសជុលវាបានមែនទេឯពិតជាអាចជួសជុលវាបានមែនទេលោកតាខ្ញុំជឿជាក់ថាខ្ញុំអាចជួសជុលវាបាន សាប់អូនអញចេះជួសជុលវត្ថុបុរាណតាំងពីកាលទេ ខ្ញុំទើបតែរៀនចេះទេតែទៅជួសជុលចានបុរាណនោះវាគ្មានបញ្ហាទេអាប្អូនលីនគ្រាន់តែមិនចៃដន្យចានបុរាណនោះវាត្រូវយកទៅជួសជុលនៅកន្លែងវត្ថុបុរាណហើយតែបើសិនជាឯងអាចជួសជុលវាបានមែនអញ្ចឹងក៏ឲ្យយ៉ាងស៊ីននាំឯងទៅយកវាមកណាលោកតានេះសុទ្ធតែជាគ្នាឯងទេមិនបាច់គួរសមទេចាំខ្ញុំធ្វើឲ្យចាំខ្ញុំយកមកឲ្យលោកតាដូចដើមវិញ អលអត់ឯងនេះឯងក៏បញ្ញាប់មកថាពួកយើងជាគ្នាឯងទៅហើយ ពួកឯងទៅជាមួយគ្នាទៅសិចបងតើ នេះអញទៅតាមកន្លែងធំដុំបែបនេះលើដំបងមែនទីតាមជាងហៅកុំមកប្រដេកប្រដាស់ហ្នឹងប្រយ័ត្នគេដេញពួកឯងចេញទៅកុំថាជាមិនបានដាស់តឿនពួកឯងនោះលោកនាយកយិនលោកនាយកយិននាយកយិនពួកយ៉ាងម៉ានេះគឺមកយកចាន់បុរាណនោះត្រឡប់ទៅវិញសាប់អនខ្ញុំគេនិយាយថាគេអាចជួសជុលចាន់នោះបាន រឿងនេះពួកឯងមករកខ្ញុំគ្មានបានកើតទេត្រូវតែទៅរកលោកគ្រូសិនវិញគាត់ព្រមទើបពួកឯងអាចយកចាននេះទៅវិញបានណាចានបុរាណនោះថ្ងៃនេះពួកឯងមិនអាចយកទៅវិញបានទេយើងកំពុងតែដាក់ប៉ះបើរបស់ធ្វើមិនទាន់ហើយយើងមិនអាចឲ្យយកទៅវិញទេ លោកសិនលោកយកច្រឡំហើយខ្ញុំមិនចង់យកចាន់នោះទៅវិញទេគឺសាប់អនខ្ញុំគេចង់យកទៅជួសជុលទេ ឯងនិយាយថាឯងអាចជួសជុលចានបុរាណនោះបានទេមែនហើយមិនបានទេ
Sống bây tại dưỡng có hiến để dây thả á chu chôn việc bán mà rồi thiệt rồi phong. Sầm ăn lựa không mấy đứa chạy đi có hiến một cái cá để dây thả á chu chôn việc bán nè. Rồi bom miên đầm lay hai của rồi chẳng ní. Mình ở cái tên không đầy phụ ai bản thế. លោកសិនលោកយកច្រឡំហើយចាត់បុរាណនោះគឺសាប់អនខ្ញុំយកជាកាដូឲ្យលោកតាទីការចាញ់យកវាទៅជួចជុលទីវាគឺជារឿងដែលសាបតាមពួកលោកអ្នកណាក៏មិនអាចថាបានដែរមិនអាចថាខត់បានទៀតរួចទៀតឯងលែងចាប់រួចហើយមិនទេឯងមិនដឹងតែមានរឿងជាមួយនាយកសិនមានន័យថាឯងតែមានរឿងជាមួយអ្នករកស៊ីខាងគ្រឿងអលង្ការតែមួយទៅហើយទេអញ្ចឹងគឺគាត់នៅផ្ទះយើងនោះមិនអាចលេខបញ្ជាក់ទេឯងចង់ខាងគ្រួសារយើងចោលលី ពួកនាងមិនចាំបាច់និយាយទៀតទេថ្ងៃនេះចាន់បារាននោះពួកនាងក៏មិនអាចយកទៅបានដែរចាំ3ខែក្រោយចាំពួកយើងជួសជុលរួចហើយចាំយើងយកទៅឲ្យពួកឯងវិញគ្រាន់តែបែកមួយចំណែកតូចសោះបែកជាត្រូវការពេល3ខែទៅធ្វើឲ្យមិនលាក់បាំងទេខ្ញុំតែ1ម៉ោងអាចធ្វើវាដូចតាមវិញភ្លាមគ្រាន់តែបែកបន្តិចសិនហ្នឹងធ្វើឡើងទៅដល់3ខែមិនលាក់បាំងទេប៉ុណ្ណឹងខ្ញុំធ្វើតែ1ម៉ោងរួចហើយអើល្អិតឯងនិយាយថាម៉េច1ម៉ោងអាចធ្វើហើយអញ្ចឹងហ៎មែនហើយអាចជាមកដល់1ម៉ោងផង10នាទីក៏ហើយដែរលោក3ខែទើបអាចធ្វើកន្លែងបែកនេះបន្តិចហើយខ្ញុំសង្ស័យសមត្ថភាពលោកហើយនេះមិនមែនចូលតាមខ្សែទេមែនទេអើល្អិតឯងនិយាយថាម៉េចបើសិនជាយើងចូលតាមខ្សែនោះអញ្ចឹងឯងជាស្អីទៅឯងគ្មានសិទ្ធចូលតាមខ្សែផងនេះត្រូវយើងនិយាយចំចំណុចហើយមែនដែរទេហ៎នៅនិយាយថាតទៅ3ខែទើបធ្វើហើយមិនបានជាលោកមិននិយាយថាតទៅ3ឆ្នាំទើបធ្វើហើយទៅឯងឆាប់ឲ្យច័ន្ទបារាននឹងមកយើងវិញភ្លាមយើងមិនត្រូវការឲ្យឯងជួសជុលវាទេអើល្អិតឯងនិយាយមកថាតែ1ម៉ោងទេធ្វើវារួចហើយអញ្ចឹងយើងសួរឯងវិញបើសិនជាឯងធ្វើមិនបានវិញនោះចាំមិនវិញទៅក្នុងពេល1ម៉ោងបើយើងមិនធ្វើវាហើយទេយើងនឹងឲ្យច័ន្ទបារាននោះទៅខាងវត្ថុបុរាណពួកឯងចុះបើយើងធ្វើបានវិញឯងគិតយ៉ាងម៉េចចុះបើយើងធ្វើបានវិញនោះឯងគិតយ៉ាងម៉េចបើសិនជាឯងធ្វើបាននោះយើងយិនហុងនាយករងកន្លែងវត្ថុបុរាណនឹងអោនក្បាលសុំទោសឯងមែនអញ្ចឹងនិយាយមកណាមកនឹងណាពួកឯងយកច័ន្ទបារាននោះចេញមកលៀមអញ្ចឹងលោកនាយកយិនលោកជួយរៀបចំបន្ទប់មួយឲ្យខ្ញុំត្រូវការកន្លែងស្ងប់ស្ងាត់មួយបាននាំគេទៅយើងចាំមើលបន្តិចទៀតវាធ្វើយ៉ាងម៉េចលោកសិនមើលសិនទេនេះថាម៉េចនេះទើបតែ10នាទីទេមិនក៏នេះពិតជាអស្ចារ្យណាស់នេះពិតជាអស្ចារ្យណាស់ថ្ងៃនេះខ្ញុំបានជួបជាមួយអ្នកខ្លាំងពិតប្រាកដហើយពិតជាមានភ្នំមួយខ្ពស់មានភ្នំខ្ពស់ជាងទៀតមែនខ្ញុំព្រមចោះចាញ់ សាប់អូនតើឯងនៅមានអីឲ្យបានខ្ញុំបានទៀតទេនាយកយិនសាប់អូនខ្ញុំគេបានជួយចោះចាត់បុរាណនេះក្នុងរយៈពេល1ម៉ោងនេះលោកគូតែអង្គក្បាលសុំទោសសាប់អូនជាងហើយមែនទេអ្នកនាងលាវខ្ញុំចាំមិនបាននាយកយិនលោកចង់កន្លែងសម្ដីឯងសុំទោសខ្ញុំមិនគួរទៅមើលងាយឯងទេលើកក្រោយកុំភ្លេចឲ្យសោះអញ្ចឹងសាច់ច្បងពួកយើងឆាប់យកច័ន្ទបុរាណនេះទៅវិញឲ្យលោកតាមើលទេឲ្យលោកតាគាត់សប្បាយចិត្តដែរទេចាបានល្អមិននឹកស្មានសោះថាអិននេះគេប្រកែកអញ្ចឹងសោះគួរសោកស្ដាយផុតពីថ្ងៃនេះទៅគេលែងមានឱកាសធ្វើជាចៅប្រសារជើងហើយលោកតានេះតើលោកតាបានន័យថាយ៉ាងម៉េចនេះឯងនឹងមិនទាន់ដឹងទេលោកម្ចាស់ជាតិនោះគេបានទៅរកសិស្សប្អូនឯងនោះដែលផ្ទាល់ហើយទៅដល់ដឹងគេឲ្យកូនស្រីគេហើយដឹងតែទេលោកម្ចាស់ជាតិនោះគេបានទៅរកសិស្សប្អូនឯងដែលផ្ទាល់ហើយទៅដល់ដឹងគេឲ្យកូនស្រីគេហើយលោកតាខ្ញុំមានការតាក្រមកលេងតើដឹងថាឯងចង់ទៅណាតោះចាប់តាទៅជាមួយឯងអបអូនលីនមនុស្សខ្ញុំនេះមិនចូលចិត្តនិយាយអត់បានការច្រើនទេយើងសួរឯងតែមួយម៉ាត់ទេតើឯងព្រមរៀបការជាមួយកូនស្រីយើងដែរទេបើសិនជាឯងព្រមរៀបការជាមួយកូនស្រីយើងនោះទ្រព្យសម្បត្តិគ្រួសារឈានយើងទាំងអស់នឹងក្លាយជារបស់ឯងហើយនេះសុភមង្គលនេះវាមកតន់ហន់ពេកហើយលោកម្ចាស់ឈានអីដែលលោកនិយាយវាជាអីដែលយើងចង់និយាយនោះហើយលីនហ្វានបើសិនជាឯងព្រមរៀបការជាមួយរោជានោះថ្ងៃក្រោយគ្រប់យ៉ាងរបស់គ្រួសារលាវនឹងក្លាយជារបស់ឯងហើយនេះត្រូវតែរើយកមែនទេអីដែលសំខាន់ពេលនេះខ្ញុំនៅមិនទាន់ចង់រៀបការទេនិយាយទេឯងរើយកអ្នកឯងលោកឆាប់និយាយទេរើយកអ្នកណាខ្ញុំនិយាយទេនេះគូ
alo អ្នកមីង anhមកកន្លែងឡាននៅហាង OD for អីនៅផ្លូវពេញចាំបន្តិចបានទេមីងមានរឿងនៅកន្លែងគេទេ មីងអ្នកមីងក៏ភ័យអីខ្ញុំនឹងទៅភ្លាម ថ្ងៃនេះមកនេះមិនរកសារជាមួយយើងឲ្យស្រួលទេខ្ញុំចង់ទៅនោះសិវ៉ាន់ឯងមកហើយអីតាមីងមិនអីទេពួកយើងទៅអេចាំអ៊ីហ្វៃយើងឲ្យនាងទៅហើយនឹងខ្ញុំមកវិញព្រាមយ៉ាងអត់ជីងឡាននេះយើងលែងយកហើយយើងឲ្យនាងវិញហើយតានាងនៅចង់យ៉ាងម៉េចទៀតឡាននេះឲ្យឡើងសាហើយឲ្យស្រីក៏យើងមិនយកផងនៅមានទៀតយើងនិយាយមិនបានជារឿងឡានទេនៅពេលនៅរីនោះអានិយាយរឿងអត្តកម្បាំងយើងប្រាប់ចង្វាយជីឲ្យដឹងមែនទេទៅគេបែកគ្នាជាមួយយើងនោះយើងបាននិយាយហើយថាយើងមកស្គាល់នឹងចង្វាយជីអីនោះទេសម្ដែងទេស្នេហ៍ទៀតទេនៅមិនដឹងថានាងអាក្រក់ប៉ុណ្ណាមិនតែយើងយ៉ាងអន់ធីងទេទៅដឹងថានាងឯងនេះរលួយអត់គេខ្មាស់ប៉ុណ្ណានោះឯងក៏មកបង្កាច់យើងបានទេនាងឯងក៏ចូលចិត្តចង្វាយជាដែរមែនទេឯងដើម្បីមិនឲ្យយើងបានគេអញ្ចឹងហើយក៏យករឿងយើងចូលចិត្តចូលខ្លឹមស្នេហ៍ជាមួយប្រុសផ្សេងនោះសម្រាប់គេឲ្យគេនៅឆ្ងាយពីយើងហើយនាងក៏ចូលមកជំនួសយើងនាងឯងនេះគឺពិតជាមនុស្សស្រីដែលថោកទាបមែនសិវ៉ាន់តាពួកយើងទៅទេកុំរវល់ជាមួយមនុស្សឈួតអី អ្នកមីងខ្ញុំជឿថាមីងមិនមែនជាមនុស្សចឹងទេត្រូវហើយចឹងហើយឈានដែលវានិយាយនោះគឺជាណាមិនជាមួយចាំវាច់ជាតិនោះជាមួយនឹងអត់ធីងគឺជាមនុស្សរៀនសកលជាមួយគ្នាគេជាមនុស្សព្រៀនតាពីដើមពេលគេបែកគ្នាជាមួយឯងហើយនោះគេក៏តង់ទៀមយើងតែយើងមិនបានចាប់អារម្មណ៍គេអីតិចទេប៉ុន្តែនាងនេះបែកជាមកបង្កាច់មីងថាមីងទៅតាក់ចាំវាច់ជាតែបំបែកបាក់ពួកគេនាងចូលចិត្តនិយាយថាមីងចូលចិត្តចូលខ្លឹមអញ្ចឹងហើយនៅសាលានោះនាំអាចឲ្យគេនៅឆ្ងាយពីមីងយើងនិយាយខុសវិញគឺមកពីនាងទើបយើងតោចាំវាច់ជាមិនបាននាងមិនបកស្រាយជាមួយយើងឲ្យបានស្រួលប៊ូទេការងាររបស់នាងនៅក្នុងទូរទស្សន៍នោះកុំគិតចង់ធ្វើទៀតអីសោះការងាររបស់នាងនៅក្នុង TV នោះកុំគិតចង់ធ្វើទៀតអីសោះ នាងឯងខ្លាំងណាស់សប្តីនាងឯងតែមួយម៉ាត់ក៏ចង់ឲ្យអ្នកមីងយើងបាត់បង់ការងារផងនាងឯងខ្លាំងណាស់ បងប៉ាយើងជាមួយប្រធានរបស់វាស្និទ្ធស្នាលគ្នានេះឲ្យតែយើងនិយាយមួយម៉ាន់ក៏អាចឲ្យជាងអ៊ីហ្វៃចាំអាស៊ីតនេះបាត់ក្បាច់ជាពីការងារនោះភ្លាម បងបាយមួយណាទេមិនបានជាខ្លាំងយ៉ាងនេះមិនបានជាយើងមិនដែលលឺចេះ ឯងមិនដែលបានលឺពីព្រោះថាឯងមិនស័ក្តិសមនឹងបានលឺ ល្អណាស់យើងមិនសមដឹងមើលមកគឺបងបាយដែលនាងឯងនិយាយនោះវាធ្វើឲ្យនាងឯងអឺចឹងហើយឲ្យនាងឯងហ៊ានមកធ្វើបាបមីងយើងមិនដែរទេ យើងធ្វើបាបហើយយ៉ាងម៉េចបើឯងហ៊ាននិយាយមួយម៉ាត់ទៀតយើងនឹងឲ្យឯងឆោតចាំមិនបាននៅក្រុមនេះ ទៀតអាច ជាងអ៊ីហ្វៃមិនបានជានាងកាន់តែអន់ទៅអញ្ចឹងតែនៅរៀនក្រាត់បាបបន្តិចមិនស្មានថាពេលរៀនចំបើជានៅជាមួយអាចចាំអាស៊ីតនេះអញ្ចឹងដល់ពេលនេះហើយណាមិនតន់បានទៅតោងអ្នកមានណាបានទៀត ចក្រៃជុំមីងយើងត្រូវគេធ្វើបាបយ៉ាងនេះបើយើងមិនសងសឹកឲ្យគាត់ទេយើងនៅជាមនុស្សប្រុសស្អីទេ ជាងអ៊ីហ្វៃបាននាងនៅតែចេះខ្មាស់គេទៀតនោះនាងឯងក៏ទៅរកប្រុសគ្រាន់បើមួយមកឲ្យយើងមើលមកក៏មកនៅជាមួយអាចចាំអាស៊ីនអញ្ចឹងនោះនៅយូរទៅវានឹងខ្លាចជាមនុស្សចាំអាស៊ីនដែលគេគ្រប់គ្នាស្អប់ហើយពិតជាគួរឲ្យខ្ពើមរអើមណាស់អើយ បើស្រីចក្រៃឯងនៅតែប្រមាថមីងយើងទៀតយើងនឹងយកស្រីចំអាសៀតឯងទៅបោះឲ្យត្រីស៊ីហើយយើងនឹងយកស្រីចំអាសៀតឯងទៅបោះឲ្យត្រីស៊ីហើយ ឯងបាច់ជាហ៊ានវាយយើងផងហ៎ យើងគឺវាយនឹងឯងនឹងហើយបើនឹងឯងហ៊ានមកនិយាយអញ្ចឹងជាមួយមីងយើងទៀតទៅនឹងសម្រាប់នឹងឯង ឯងហ៊ានប្រាប់ឈ្មោះឯងឲ្យយើងដឹងទីយើងក៏នឹងឲ្យបងបាយបំបាក់ជើងឯងចោលភ្លាមអើយ ប្រាប់បងបាយស្រីនៅរូបឯងនោះទេយើងឈ្មោះលីនហ្វានថ្ងៃនេះយើងចាំនៅទីនេះជឿចាំមើលវិហារឬអត់ ឯងបាច់ជាហ៊ានវាយយើងទៀតផងសម្រាប់មនុស្សហើយសម្រាប់មនុស្សហើយ ស្រែកដុល្លារស្អីអ្នកនាងចឹងមិនបានជាអ្នកនាងនៅទីនេះអញ្ចឹងនេះអ្នកប្រុសបាយមិនមកជាមួយអ្នកនាងទេហ៎ ក៏ប្រធានវាងសិនមានគេចង់វាយយើងនៅហាងរបស់លោកនេះតាលោកនេះមកឃើញឬអត់ គឺអាភ្លើណាវាហ៊ានធ្វើបាបអ្នកនាងយ៉ាងនេះនោះនេះវាលែងចង់រស់ហើយហ៎ គឺជាវានឹងហើយ អាឡិនឯងពិតជាហ៊ានមែនហ៊ានមកវាយអ្នកស្រីយ៉ាងផងហ៎វាមាត់វារលួយមកប្រមាថមីងយើងវាសមតែត្រូវយកតាក់ហើយអាឡិនយើងពុំមានឯងកុំប្រអឿនពេកអ្នកនៅពីក្រោយខ្នងអ្នកនាងចឹងអាចទៅប៉ះគេមិនបាត់ទេយើងប៉ះមិនបានទេ មិនខុសទេបើឯងលើកជង្គង់អស់ក្បាលសំទោសយើងអាចលើកលែងឲ្យឯងបានមិនចឹងទេពេលបំបាយយើងមកនោះឯងលែងមានឱកាសហើយ បានលឺហើយនៅមិនឆាប់លុតជង្គង់សុំទោសអ្នកនាងយ៉ាងទៀតមែន ស្នាងអីពួកឯងមិននិយាយហេតុផលទេគឺជាអន់ធីងជាអ្នករករឿងគេមុនទេមកក៏ឲ្យវាហ្វាន់សំទោសគេអញ្ចឹង ហេតុអីគឺមកពីពួកឯងជាមនុស្សអន់ថោកទាបទៅមានរឿងជាមួយអ្នកមិនគូមានរឿងជាមួយឆាប់សុំទោសគេភ្លាមទៅឲ្យយើងសុំទោសស្រីចក្រៃនេះមួយជីវិតនេះដេកចាប់ទេទោះជាត្រូវសុំទោសក៏ឲ្យវាយ៉ាងអន់ធីងនេះជាអ្នកសុំទោសមានយើងដែរអាឡិនថ្ងៃនេះឯងចង់មកបង្ករឿងធំហើយមិនហើយយ៉ាងម៉េចថ្ងៃនេះយើងនឹងបង្ករឿងឲ្យធំចាំមើលពួកឯងអាចធ្វើស្អីយើងបានទៅល្អឯងចង់ងាប់ហើយហាងនេះជាហាងរបស់គ្រួសារលាវជាមួយគ្រួសារបាយគឺជាមិត្តល្អនឹងគ្នាឯងទៅមានរឿងជាមួយគ្រួសារធំទាំងពីរនេះឯងគប់ស្ដាយក្រៅអសោះគ្រួសារលាវ
យ៉ាងម៉េចលេខឈ្មោះគ្រូសាលាវឲ្យអញខ្លាចហើយអីក៏ត្រូវដែរមនុស្សដូចជាអ្នកប្រប៉ាយគ្រូសាលាវគឺជាអ្នកធំដែលអាចចាំស៊ីឯងនេះគ្មានថ្ងៃបានទៅជួបគេនោះទេ នាងគិតច្រើនពេកហើយគ្រូសាលាវបែបនេះចុះពេលនេះយើងនឹងទេទៅគេមកឲ្យពួកឯងភ្លាមអាឡូ អាឡូសាប់អូន សិចបងខ្ញុំនៅហាងឡានអូឌីរបស់បងនេះបងបានតិចមក ចាបានទៅភ្លាម បានហើយយើងបានទេទៅគេឲ្យពួកឯងហើយឯងចាំតែគេមកទេសើចបងឯងគឺជាមនុស្សគ្រួសារលាវមិនខុសទេនាងឈ្មោះលាវរយិននាងគឺជាអ្នកនាងធំដែលពួកឯងថានោះហើយ អាឡិនអានិយាយស្អីអ្នកធំដូចជាអ្នកនាងលាវអញ្ចឹងអាចថោកទៀតដូចជាឯងនេះក៏សំស្គាល់គេដែរអីថាខុសទៅរកគេឲ្យគេមកទៀតខ្លួនណា នាងយ៉ាងនិយាយមិនខុសទេទោះបីដូចជាយើងចង់ទៅជួបអ្នកនាងធំនោះគឺត្រូវតែឆ្លងកាត់គ្រប់ជាន់ថ្នាក់សិនទើបអាចទៅជួបគាត់បានតែថាឯងចង់ជួបគាត់ក៏អាចជួបបានអញ្ចឹងហ៎នេះយើងចង់តែជ្រក់អសោថ្មីទេហ៎ បានពួកឯងសើចទេសង្ឃឹមថាបន្តិចទៀតពួកឯងនឹងអាចសើចចេញទៀតពួកឯងសើចទេសង្ឃឹមថាបន្តិចទៀតពួកឯងនឹងអាចសើចចេញទៀត មកដល់ពេលនេះហើយនៅមាត់រឿងទៀតប្រធានវ៉ាន់ចាំមិនចាំតែនិយាយខាត់ពេកជាមួយពួកវាទេឆាប់ចាប់ក្បាលវាអង្គក្បាលនឹងដេញឲ្យវាមកលើជង្គង់សុំទោសយើងភ្លាម បានខ្ញុំនឹងទៅបញ្ចេញកំហឹងឲ្យអ្នកនាងចាក់ភ្លាម ដេកចាំទេមានយើងនៅកំគិតថាធ្វើអត់ស៊ីវ៉ាន់បានដែរសិនស៊ីវ៉ាន់អញតបុនទេ អ្នកមីងកុំបារម្ភអីមិនអីទេអ្នកមីងមិនចាំបាច់ភ័យទេអាឡិនឯងពិតជាមាត់រឹងមែនថ្ងៃនេះយើងនឹងបំបាក់ដៃឯងតែមួយទេមិនជោគជីវិតឯងទេ ឆាប់ភ្លាម អ្នកនាងលាវអ្នកនាងមកហើយហ៎ អ្នកណាឲ្យអញប៉ះពាល់គេនោះ អ្នកនាងលាវអ្នកនាងនិយាយពីវាហ៎អ្នកនាងមិនដឹងទេហ៎វាគឺមិនស្គាល់ងាប់ទេវាមកបង្ករឿងដល់ហាងពួកយើងខ្ញុំកំពុងតែរកបដៅវាហើយណាអ្នកនាង ប្រដាក់គេអញក៏ជាស្អីក៏ហ៊ានមកបដៅសិស្សប្អូនយើងផង អ្នកនាងលាវអ្នកនាងនិយាយថាម៉េចវាជាសិស្សប្អូនអ្នកនាងមិនដែរទេ មិនអាចទេហ៊ានហ្វាន់អាចចាំស៊ីនេះមិនអាចជាសិស្សប្អូនរបស់អ្នកនាងយូរទេយើងមិនជឿមិនមកឆ្កែរបស់នាងទេនាងហ៊ានមកប្រហើនជាមួយសិស្សប្អូនយើងផងនេះនាងអញហ៊ានមកយើងផងនេះទោះជានាងជាគ្រូសាលាក៏ដែរនៅពីក្រោយខ្នងយើងគឺជាអ្នកប្រប៉ាយបាយហរ៉ាន់ពួកអញចាំតែមើលទេ មានអាភ្លើណាហ៊ានមកប៉ះពាល់ស្រីយើងនោះគឺយើងលីនហ្វាន់គឺឯងទៀតហើយឯងមកបំផ្លាញរឿងល្អយើងម្ដងហើយម្ដងទៀតថ្ងៃនេះយើងមិនទុកឯងទេ បាយហរ៉ាន់មិនអាចនិយាយអីអត់ទេមកពេលស្បែកជិះលេខប្រមាណ រយិនមកដល់ពេលនេះហើយយើងនៅតែមិនយល់អាលីនហ្វាន់ចង់មកសៀតនេះវាមានកន្លែងណាល្អទៅនេះនាងចង់បញ្ជាក់ឲ្យវាមានរឿងជាមួយយើងមែនទេ សិស្សប្អូនយើងគេល្អគ្រប់យ៉ាងគេល្អជាងអាប្រេនារីដូចជាឯងរាប់ម៉ឺនដង លាវរយិនយើងសួរនាងម្ដងទៀតនាងគិតឲ្យច្បាស់ទៅ យើងគិតច្បាស់ហើយ លាវរយិននេះនាងចង់ព្រួតតែវាមកធ្វើឲ្យគ្រួសារយើងតែពីរងាប់អញ្ចឹងមែនទេអត់ទេឲ្យតែមានយើងនឹងអ្នកងាប់នោះគឺជាគ្រួសារបាយឯងទេលីនហ្វាន់ឯងមកបំផ្លាញរឿងល្អជាងរហូតជាប្រាប់ឯងពេលនេះយើងមិនសប្បាយចិត្តខ្លាំងណាស់ហើយចុះយ៉ាងមិញឯងអាចធ្វើអីយើងបានពួកឯងមកបាក់ជើងវាចោលទៅឲ្យកាន់ដាតវាចោលទៅជើងចាំមើលវានៅក្អីកាមទៀតយ៉ាងម៉េចចាត់ការវាទៅ យើងចាំមើលថាអ្នកណាហ៊ាន អ្នកនាងឈិនមិនបានជាអ្នកនាងមកអញ្ចឹង អញធ្វើបាបសង្សារយើងឯងមិនមកអី សង្សារហ៎នេះក្រែងវាជាកូនប្រសាការចូលក្នុងគ្រួសារលាវមិន គ្រូសាលាជាមួយគ្រូសាឈៀនយើងសិតតែពេញចិត្តជាមួយលីងហ្វានអញមានបញ្ហាអី បាយហៅរិនយើងក៏បានប្រាប់ឯងហើយមនុស្សល្អមានគេជួយច្រើនមនុស្សអាក្រក់គ្មានអាណាគេជួយទេពេលនេះវាជាផតតាំងល្អជាងគេហើយសំអាងអីយើងមិនព្រមទេគ្រួសារបាយយើងជាអ្នកមានយើងជាកូនប្រុសគ្រួសារអ្នកមានទៀតពួកឯងជាអ្នកលូកអីតាមផ្លូវសោះសំអាងអីមកខ្លាំងជាងយើងយ៉ាងនេះ អ្នកប្រប៉ាយលោកមិនអីទេអី ចេះទេអាចចង្រៃជើងពុំមានឯងឲ្យតែយើងរੂបានមួយថ្ងៃជើងនឹងមិនដកលេខឯងទេអញ្ចឹងក៏កាន់តែល្អហើយយើងក៏កាន់ចឹងដែរយ៉ាងម៉េចឯងចង់ធ្វើស្អីឯងចង់សម្លាប់មនុស្សឯងហ៊ានសម្លាប់មនុស្សដែរហ៎យើងប្រកាសជាមិនហ៊ានសម្លាប់មនុស្សហើយតែយើងមានវិធីច្រើនណាអើយខ្មោចអើយខ្មោច អ្នកប្រប៉ាយចាំផង សិចបងអ្នកនាងឈៀនអរគុណអ្នកទាំងពីរហើយដែលបានមកជួយខ្ញុំ មិនបាច់គូសំទីនេះជាអ្វីដែលអង្គធ្វើទីហេតុនេះបងគិតហើយនេះថាបងរយអ្នកណានោះ
ឯចាំមិនហើយបងក៏ដែរនេះ ខ្ញុំមនុស្សធំមានអាណាគេទៅរឿងនោះខ្ញុំយកទាំងអស់